ទីក្រុងប្រឡាយបុរាណគឺជាកន្លែងមួយដែលបានទុកចោលពីការកន្លងមកមានការនិយាយថាមុនពេលជាច្រើនឆ្នាំការប្រយុទ្ធដ៏ធំមួយបានកើតឡើងនៅលើដីនេះសង្គ្រាមដ៏អស្ចារ្យនេះត្រូវបានប្រយុទ្ធរវាងអង្គភាពដែលលើសលប់ទៅលើនិកាយដាវធំនៅតំបន់អាគ្នេយ៍ខាងកើតវាត្រូវបានពិពណ៌នាដោយមនុស្សជាច្រើនថាជាសង្គ្រាមដែលធ្វើឲ្យពិភពលោកឈឺចាប់បំបែកដីនិងបំបែកអាកាសទំហំបច្ចុប្បន្ននៃទីក្រុងប្រឡាយបុរាណត្រូវបានកាត់បន្ថយច្រើនដងជាងពេលវានៅកំពូលដោយជាលទ្ធផលនៃសង្គ្រាមដ៏ធំទោះយ៉ាងណាទោះបីជាទំហំរបស់ទីក្រុងប្រឡាយបុរាណបានកាត់បន្ថយច្រើនដងក៏វានៅតែធំជាងមហាអាណាចក្រយ៉ាងដោយចំនួនមិនអាចកំណត់បានបើខិនទីកន្លែង tablet បុរាណដែលលីនដុងបានចូលទៅកន្លងមកក៏មិនអាចប្រៀបធៀបបានជាមួយកន្លែងនេះមានបន្ទប់ទ្រព្យជាច្រើននៅក្នុងទីក្រុងប្រឡាយបុរាណនេះមិនមានអ្នកណាដឹងថាមនុស្សជាច្រើនពីសម័យដែលបានកន្លងទៅបានទុកមរតករបស់ពួកគេនៅកន្លែងនេះដោយស្ងៀមស្ងាត់រងចាំមនុស្សដែលមានចំណងជើងមួយដើម្បីបង្ហាញវាចាប់តាំងពីទីក្រុងប្រឡាយបុរាណត្រូវបានជ្រើសរើសជាកន្លែងសម្រាប់សង្គ្រាមមហាអាណាចក្រមនុស្សដែលមានសំណាងមួយនឹងត្រូវបានរកឃើញមរតកមួយនៅពេលណាមួយពីទីនោះមនុស្សដែលមានសំណាងទាំងនោះអាចបង្ហាញខ្លួននៅក្នុងសង្គ្រាមមហាអាណាចក្រនិងឈ្នះកិត្តិយសដែលនឹងធ្វើឲ្យទាំងតំបន់អាគ្នេយ៍ខាងកើតឈឺចាប់ប្រាកដណាស់នៅក្នុងការប្រៀបធៀបជាមួយអ្នកឈ្នះទាំងនេះក៏មានមនុស្សដែលមានទេពកោសល្យជាច្រើនពីអាណាចក្រផ្សេងដែលបានបញ្ចប់ជីវិតនៅលើទីក្រុងប្រឡាយបុរាណសាច់ដុំនិងជីវិតរបស់ពួកគេនឹងក្លាយជាកិត្តិយសសម្រាប់អ្នកដទៃនេះគឺជាតំបន់ភ្នំដែលមានថ្មធំនិងខ្ពស់ជាច្រើននៅក្រោមព្រះអាទិត្យដែលក្តៅខ្លាំងពួកវាបង្ហាញពីកម្ដៅខ្លាំងហូបយ៉ាងចៃដន្យអាកាសនៅលើភ្នំមួយចាប់ផ្ដើមបំភ្លឺជួរពន្លឺមួយបានបញ្ចេញចេញពីអាកាសដែលបំភ្លឺនិងចុះមកលើកំពូលភ្នំបន្ទាប់ពីរយៈពេលខ្លីជួរពន្លឺនោះបានចាប់ផ្ដើមបាត់បង់បង្ហាញពីរូបសម្បត្តិ5រូបនៅក្នុងពេលជើងរបស់គេចុះលើដីចិត្តរបស់លីនដុងបានច្បាស់លាស់ឡើងវិញធម្មពលយាននៅក្នុងរាងកាយរបស់គេបានចាប់ផ្ដើមចលនាយ៉ាងឆាប់រហ័សបង្ហូរពីអារម្មណ៍ខ្សោយដែលកើតឡើងដោយការបញ្ជូនពេលគេកើនមើលឧបករណ៍និងបរិយាកាសមិនស្គាល់បានបង្ហាញខ្លួននៅមុខគេនេះគឺជាទីក្រុងប្រឡាយបុរាណមែនទេលីនដុងបានមើលទៅលើដីភ្នំដែលពោពេញដោយរូបរាងថ្មដែលមើលទៅចម្លែកកន្លែងនេះពោពេញដោយស្មៅខណៈដែលអារម្មណ៍បុរាណនិងវែងឈឺបានចេញពីដីយ៉ាងអស់កម្លាំងធម្មពលយានដ៏ខ្លាំងដំបូងលីនដុងបានចាប់អារម្មណ៍ដោយបរិយាកាសមិនស្គាល់មុននឹងគេបានយល់ថាធម្មពលយាននៅកន្លែងនេះបានដល់កម្រិតដែលគួរឲ្យភ្ញាក់ផ្អើលលីនដុងបានដកដង្ហើមយ៉ាងខ្លាំងហើយភ្លាមមានអារម្មណ៍ថាធម្មពលយានដ៏ខ្លាំងបានចូលទៅក្នុងរាងកាយរបស់គេតាមច្រមុះបន្ទាប់ពីការបំពង់កាយធម្មពលយានដែលកំពុងរីករាលដាលនៅក្នុងរាងកាយរបស់គេដូចជាអាកាសក្តៅយ៉ាងឆាប់រហ័សមើលទៅមានការភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់គេប្រៀបធៀបជាមួយកន្លែងនេះធម្មពលយាននៅមហាអាណាចក្រយ៉ាងមានកម្រិតខ្សោយជាងមួយកម្រិតប្រសិនបើគេបណ្ដុះបណ្ដាលនៅទីនេះការរីកចម្រើនរបស់គេនឹងមានល្បឿនយ៉ាងហោចណាស់ពីរដងលឿនជាងនៅមហាអាណាចក្រយ៉ាងធម្មពលយាននៅទីនេះមានធម្មពលអាចកំបាំងជាច្រើនគូជាមួយនឹងការលើកដៃមួយបាល់នៃធម្មពលយានបានប្រមូលនៅក្នុងដៃរបស់លីនដុងនៅក្នុងបាល់នៃធម្មពលយានមានស្នាមតូចមួយនៃធម្មពលពណ៌ផ្កាឈូកទោះបីជាស្នាមតូចនេះមានទំហំតូចប៉ុន្តែវាមានកម្រិតក្តៅដូចព្រះអាទិត្យក្តៅតែស្នាមតូចនេះអាចបង្កើតអារម្មណ៍ក្តៅនៅក្នុងដៃរបស់លីនដុងបង្កើតអារម្មណ៍ស្គាល់នៅក្នុងចិត្តរបស់គេនេះគឺជាធាតុអាកាសនិព្វានពេលដែលគេមានអារម្មណ៍ស្គាល់នេះភ្នែករបស់លីនដុងបានតូចចុះយ៉ាងច្បាស់មានការលូតលាស់នៃអារម្មណ៍រំភើបដែលមិនអាចគ្រប់គ្រងបានបង្ហាញនៅក្នុងភ្នែករបស់គេធាតុអាកាសនិព្វានអាចត្រូវបានទាញចេញពីដីដោយអ្នកបណ្ដុះបណ្ដាលកម្រិតនិព្វានលីនដុងមិនដែលរំពឹងថាអ្នកបណ្ដុះបណ្ដាលកម្រិតបង្កើតរូបរាងដូចគេអាចចាប់យកធាតុអាកាសនិព្វានមួយចំនួនពីអាកាសនៅក្នុងទីក្រុងប្រឡាយបុរាណទីក្រុងប្រឡាយបុរាណពិតជាអាចសម្របសម្រួលនឹងឈ្មោះរបស់វាមិនអាចសង្ស័យថាមហាអាណាចក្រជាច្រើនបានប្រឈមមុខយ៉ាងខ្លាំងទៅកាន់កន្លែងនេះហាលីនដុងទីក្រុងប្រឡាយបុរាណពិតជាធំជាងមហាអាណាចក្រយ៉ាងពីព្រោះអ្នកមាននិមិត្តរូបលេបត្របាក់មិនមាននរណាអាចប្រកួតប្រជែងជាមួយអ្នកក្នុងការទាញយកនិងបំពង់ធាតុអាកាសនិព្វានប្រសិនបើអ្នកមានពេលវេលាដោយគ្មានកំណត់អ្នកអាចប្រមូលបានថ្នាំនិព្វានគ្រប់គ្រាន់ដើម្បីចូលទៅកាន់កម្រិតនិព្វានអាត្មានតូចបាននិយាយដោយសប្បាយចិត្តនៅក្នុងចិត្តរបស់លីនដុងវាបង្ហាញថាវាបានរកឃើញអាចកំបាំងនៃទីក្រុងប្រឡាយបុរាណលីនដុងបានញុះក្បាលរបស់គេនៅពេលដែលគេកំពុងមើលបាល់ធម្មពលយាននៅក្នុងដៃទោះបីថាធម្មពលយាននៅទីនេះមានធាតុអាកាសនិព្វានក៏ដោយវានឹងមិនមែនជាការងាយស្រួលក្នុងការទាញយកធាតុអាកាសនិព្វានទេបន្ទាប់ពីគ្រប់គ្រងធម្មពលនេះគឺជាការលំបាកសម្រាប់អ្នកបណ្ដុះបណ្ដាលដែលមិនទាន់ដល់កម្រិតនិព្វានទោះយ៉ាងណាលីនដុងមានភាពខុសពីមនុស្សទាំងនេះពីព្រោះគេមាននិមិត្តរូបលេបត្របាក់គេអាចទាញយកធម្មពលយានដោយគ្មានកំណត់ដូចនេះប្រសិទ្ធភាពរបស់គេក្នុងការបំពង់ធាតុអាកាសនិព្វាននឹងលើសអ្នកដទៃផងដែរនេះនឹងអនុញ្ញាតឲ្យគេបង្កើតមូលដ្ឋានមាំមួននៅក្នុងទីក្រុងប្រឡាយបុរាណយ៉ាងឆាប់រហ័សនៅពេលដែលលីនដុងត្រូវបានគ្រប់ដណ្ដប់ដោយការភ្ញាក់ផ្អើលពីលក្ខណៈពិសេសនៃទីក្រុងប្រឡាយបុរាណមូលីងនិងអ្នកចូលរួម3អ្នកផ្សេងទៀតក៏មានមុខមាត់ពោពេញដោយការភ្ញាក់ផ្អើលនិងអារម្មណ៍ផងដែរប្រាកដណាស់ពួកគេបានស្គាល់អារម្មណ៍នៃធាតុអាកាសនិព្វាននៅក្នុងធម្មពលយានជុំវិញផងដែរគ្រប់គ្នានេះគួរតែជាទីក្រុងប្រឡាយបុរាណតាមផែនទីខ្លះដែលខ្ញុំដឹងប្រសិនបើយើងដើរទៅមួយចំនួនចម្ងាយទៅខាងជើងពីទីនេះយើងអាចឈានដល់ចំណុចប្រមូលផ្ដុំមួយមូលីងបានពន្យល់បន្ទាប់ពីគេបានត្រឡប់មកវិញពីអារម្មណ៍រំភើបខ្ញុំគិតថាគ្រប់គ្នាគួរតែដឹងថាពេលយប់នៅទីក្រុងប្រឡាយបុរាណពោពេញដោយគ្រោះថ្នាក់ជាទូទៅមនុស្សមិនសូវធ្វើដំណើរនៅពេលយប់នៅទីក្រុងប្រឡាយបុរាណទេលីនដុងបានញុះក្បាលយ៉ាងទន់ភ្លន់មុននេះគេបានស្ដាប់ពីលីនហ្វាន់ថាពេលយប់នៅទីក្រុងប្រឡាយបុរាណខុសពីមហាអាណាចក្រយ៉ាងនៅពេលយប់មកដល់នៅទីក្រុងប្រឡាយបុរាណធម្មពលយានដែលធ្លាប់មានសកម្មភាពនឹងត្រូវបានចុះសម្រុងដោយធម្មពលអាចកំបាំងនានាដែលមាននៅក្នុងវាដូច្នេះធ្វើឲ្យមនុស្សដែលអនុវត្តជាមួយធម្មពលយានត្រូវបានចុះសម្រុងផងដែរ
និយាយទូទៅគឺនៅពេលយប់មកដល់នៅទីក្រុងប្រឡាយបុរាណធម្មពលរបស់ពួកគេនឹងកើនឡើងយ៉ាងខ្លាំងខណៈដែលសត្វអាក្រក់នៅទីក្រុងប្រឡាយបុរាណនឹងក្លាយជាអាក្រក់និងមានធម្មពលខ្លាំងដោយសារប្រសិទ្ធភាពនេះអ្នកបណ្ដុះបណ្ដាលកម្រិតនិព្វានក៏មិនធ្វើដំណើរដោយខ្លួនឯងនៅពេលយប់ទេប្រសិនបើពួកគេជួបប្រទះនឹងក្រុមសត្វអាក្រក់ពួកគេនឹងមានឱកាសខ្លាំងក្នុងការក្លាយជាអាហារសម្រាប់ពួកវាដូច្នេះមានចំណុចប្រមូលផ្ដុំជាច្រើននៅទីក្រុងប្រឡាយបុរាណក្នុងពាក្យសាមញ្ញនេះគឺជាកន្លែងដែលក្រុមនានាបានប្រមូលផ្ដុំគ្នានិងប្រឆាំងនឹងការមកដល់នៃយុគយើងបានមកដល់ទីក្រុងប្រឡាយបុរាណហើយសង្គ្រាមអាណាចក្រមួយរយកើតឡើងចាប់ពីពេលនេះទៅមុខនៅលើផ្លូវនេះយើងអាចចរណាទៅមុខតែប៉ុណ្ណោះហើយមិនអាចត្រឡប់ក្រោយបានទេយើងមិនមានផ្លូវចេញទេដូច្នេះយើងអាចត្រូវតែស្នាក់នៅកន្លែងនេះរយៈពេលយូរគ្រប់គ្នាគួរតែដឹងអំពីកម្រិតនៃភាពក្រហមនៅក្នុងសង្គ្រាមអាណាចក្រ100គ្មាននរណាអាចធានាថាយើងអាចប្រមូលថ្នាំនិព្វានបានគ្រប់គ្រាន់និងចូលទៅកាន់កម្រិតនិព្វានដោយជោគជ័យនៅពេលនេះប្រសិនបើយើងអាចរួមគ្នាបន្ថែមទៀតខ្ញុំមានអារម្មណ៍ថាឱកាសរស់នៅរបស់យើងនឹងកើនឡើងយ៉ាងខ្លាំងមានមុខមាត់ធ្ងន់ធ្ងរនៅក្នុងភ្នែករបស់មូលីងគំនិតរបស់គេបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីព្រោះគេបានដឹងច្បាស់អំពីស្ថានភាពដែលគេកំពុងស្ថិតនៅគេមិនមែននៅក្នុងមហាអាណាចក្រយ៉ាងទេហើយដោយសារតែនេះគេមិនមែនជាព្រះរាជបុត្រទី3ដែលគេគោរពទេឥឡូវនេះគេគ្រាន់តែជាអ្នកចូលរួមធម្មតានៅក្នុងសង្គ្រាមអាណាចក្រ100ខ្ញុំមិនមានការតវ៉ាអ្វីទេឌូយុនបានពង្រេកដៃរបស់គេហើយនិយាយកន្លែងនេះគឺឆ្ងាយពេកសម្រាប់ពួកគេខ្លាចថាគ្មាននរណាអាចប្រមូលសពរបស់គេប្រសិនបើគេធ្វើដំណើរទៅកន្លែងណាមួយដោយគ្មានការយល់ដឹងច្បាស់អំពីស្ថានភាពខ្ញុំក៏ដូចគ្នាម៉ានឌៀនបានញុះក្បាលរបស់គេហើយឆ្លើយតបមានមុខមាត់ស្រក់ស្រង់នៅលើមុខរបស់លីនដុងខណៈដែលគេបានមើលទៅលីនឡាងធៀនទាំងពីរគេនិងលីនឡាងធៀនគឺជាអ្នកស្ត្រូវគ្នាដែលមិនអាចចេញពីការមិនចូលចិត្តគ្នាបាននៅពេលនេះអ្នកទី2អាចកំពុងគ្រោងថានឹងកំចាត់គេយ៉ាងដូចម្តេចធម្មតាលីនដុងក៏មានគំនិតដូចនេះនៅក្នុងចិត្តរបស់គេផងដែរចាប់តាំងពីគេបានដើរចូលទៅក្នុងទីក្រុងប្រឡាយបុរាណមិនមានផលវិបាកណាមួយដែលគេត្រូវបារម្ភបន្ទាប់ពីកំចាត់លីនឡាងធៀននៅកន្លែងនេះគ្មាននរណាអាចចូលរួមនៅពេលនេះគេក៏មានអារម្មណ៍ចង់កំចាត់មហារុជាតិដែលជាលីនឡាងធៀនភ្លាមទោះយ៉ាងណាគេអាចបន្ថយអារម្មណ៍នេះមុនពេលវាបានកើតឡើងពិតណាស់គ្មាននរណាអាចឈប់គេពីការកំចាត់លីនឡាងធៀនឥឡូវនេះទេទោះយ៉ាងណាតំបន់នេះគឺខុសពីលីនដុងនិងពោពេញដោយគ្រោះថ្នាក់ជាច្រើនផងដែរលីនឡាងធៀនមិនមែនជាសត្វសាមញ្ញទេទោះបីលីនដុងអាចកំចាត់គេឥឡូវនេះគេនឹងត្រូវបង់ថ្លៃខ្លាំងសម្រាប់វាគេនឹងកំពុងស្វែងរកមរណភាពប្រសិនបើគេដាក់ខ្លួនឯងនៅក្នុងទីកន្លែងដែលគ្មានសុវត្ថិភាពនិងគ្រោះថ្នាក់ដូចនេះដូច្នេះបន្ទាប់ពីលីនដុងបានស្ងប់ស្ងាត់គំនិតកំចាត់ដែលកំពុងរំខាននៅក្នុងចិត្តរបស់គេត្រូវបានគ្រប់គ្រងយ៉ាងយឺតនៅពេលនេះគេត្រូវការបង្កើតការយល់ដឹងជាមួយទីក្រុងប្រឡាយបុរាណតែដោយធ្វើដូចនេះគេអាចធានាឱកាសដែលមានភាពជោគជ័យពាក្យរបស់ព្រះរាជបុត្រទី3មានអត្ថន័យលីនដុងបានញុះក្បាលយ៉ាងតិចខណៈដែលភ្នែករបស់គេភ្លឺឡើងមើលឃើញនេះមូលីងបានដកដង្ហើមស្រួលប្រសិនបើពួកគេបំបែកគ្នាឥឡូវនេះពួកគេនឹងដូចជាអង្គរដែលត្រូវបានចែកចាយពួកគេអាចប្រឈមមុខនឹងអ្នកអនុវត្តពីអាណាចក្រផ្សេងទៀតដែលអាចសម្លាប់ពួកគេភ្លាមដូចនេះពួកគេត្រូវតែរួមគ្នាដើម្បីបង្កើនឱកាសរស់រានមានជីវិតជាពិសេសពួកគេត្រូវតែឈានដល់កន្លែងដូចជាចំណុចប្រមូលនៅពេលនេះលីនចេនធៀនដែលមិនមានអារម្មណ៍បានញុះក្បាលគ្មាននរណាដឹងថាគេកំពុងគិតអ្វីបងប្អូនលីនដុងនៅកន្លែងនេះអ្នកមិនចាំបាច់ហៅខ្ញុំថាព្រះរាជបុត្រទី3ទេប្រសិនបើអ្នកមិនខកខានអ្នកអាចហៅខ្ញុំតាមឈ្មោះរបស់ខ្ញុំមូលីងបានសាយទៅលើលីនដុងចាប់តាំងពីបងប្អូនមូលីងបាននិយាយដូច្នេះលីនដុងនឹងទទួលយកដោយអត់អារម្មណ៍លីនដុងបានសាយហាបងប្អូនលីនដុងប្រហែលជាពួកយើងនឹងជាមិត្តភក្តិនៅអនាគតឌូយុននិងម៉ានសានក៏បានសាយផងដែរដោយសារមូលហេតុអ្វីមួយពួកគេពីរនាក់នេះមាននានាការចូលរួមជាមួយលីនដុងដូចមូលីងដោយសារស្ថានភាពនេះមានភាពមិនសប្បាយក្នុងភ្នែករបស់លីនចេនធៀនវាហាក់ដូចជាការបរាជ័យរបស់គេនៅក្នុងអង្គព្រះវិញ្ញាណបាននាំឲ្យលីនដុងទទួលបានទីតាំងខ្ពស់យ៉ាងខ្លាំងក្នុងចិត្តរបស់មូលីងនិងអ្នកផ្សេងទៀតអ្នកទាំងអស់គ្នាចូលបន្តចេញឥឡូវនេះយើងត្រូវឈានដល់ចំណុចប្រមូលមុនពេលយប់ធ្លាក់ប្រសិនបើមិនដូច្នេះវានឹងគួរឲ្យគ្រោះថ្នាក់ខ្លាំងពេកក្នុងការរស់នៅក្នុងកន្លែងបើកខុសពីមហាអាណាចក្រយ៉ានមនុស្សត្រូវតែលាក់ខ្លួននៅយប់ក្នុងទីកន្លែងប្រឡាយបុរាណ The Mooling បានសាច់នឹងនិយាយយកព្រមចំពោះពាក្យរបស់ Mooling លីនដុងនិងអ្នកផ្សេងទៀតបានញុះក្បាលអ្វីដែលសំខាន់បំផុតសម្រាប់អ្នកថ្មីគឺត្រូវយល់ដឹងយ៉ាងច្បាស់អំពីស្ថានភាពបច្ចុប្បន្នដែលពួកគេកំពុងស្ថិតនៅចូលទៅមើលឃើញនេះដោយគ្មានការពន្យាពេលបន្ថែមមូលីងបានរំលោភដៃរបស់គេហើយបានដឹកនាំដោយហោះទៅទីខាងជើងជាសមាជិកនៃគ្រួសារអាណាចក្រព័ត៌មានដែលគេដឹងលើសលប់លីនដុងនិងអ្នកផ្សេងទៀតដូចនេះគ្មានការប្រឆាំងណាមួយចំពោះការដឹកនាំរបស់គេដូច្នេះលីនដុងនិងអ្នកផ្សេងទៀតបានចាប់ផ្ដើមចលនាដើម្បីតាមដានមូលីងខ្លាយជារូបភាពមិនច្បាស់ប្រាកដ5នាក់នៅពេលពួកគេហោះទៅទីខាងជើងដោយល្បឿនភ្លឺសង្គ្រាមអាណាចក្រទាំងមួយអនុញ្ញាតឲ្យខ្ញុំមើលថាតើអ្នកគួរឲ្យរំភើបប៉ុណ្ណានៅពេលដែលគេហោះនៅក្នុងខ្យល់លីនដុងបានលើកក្បាលរបស់គេនិងមើលទៅឆ្ងាយក្រមុំរបស់គេបានចុចយឺតខណៈដែលអារម្មណ៍រំភើបបានលូតលាស់ក្នុងភ្នែករបស់គេ5តួអង្គបានហោះឆ្លាតឆ្លងកន្លែងវាលធំទូលាយនិងអស់កំណត់ដូចជាអគ្គិភ្លើងសម្លេងខ្យល់ទាបបានបន្តផ្ទុះចេញពីបរិវេណនៃ5តួអង្គនេះហើយបញ្ចេញសូរនៅឆ្ងាយ5តួអង្គទាំងនេះគឺជាលីនដុងនិងអ្នកដទៃដែលទើបតែឈានដល់ទីកន្លែងសង្គ្រាមបុរាណមិនយូរប៉ុន្មានគោលដៅរបស់ពួកគេនៅពេលនេះគឺជាចំណុចប្រមូលដែលនៅជិតទីតាំងរបស់ពួកគេបំផុតបន្ទាប់ពីទាំងអស់នេះគឺជាលើកដំបូងរបស់ពួកគេនៅទីនេះហើយអ្វីគ្រប់យ៉ាងគឺមិនស្គាល់សម្រាប់ពួកគេឡើយ
បន្ថែមពីនេះយប់ខ្មៅនៃទីកន្លែងសង្គ្រាមបុរាណគឺគួរឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់ពួកគេដូច្នេះពួកគេត្រូវការឈានដល់ចំណុចប្រមូលមុនពេលយប់ធ្លាក់ចុះប្រសិនបើមិនដូច្នោះទេពេលយប់មកដល់ដីនឹងត្រូវគ្រប់គ្រងដោយសត្វអាក្រក់និងសត្វចម្លែកផ្សេងទៀតដែលនឹងគួរឲ្យគ្រោះអ្នកយ៉ាងខ្លាំងសម្រាប់ពួកគេនៅពេលពួកគេរត់ទៅកាន់ចំណុចប្រមូលលីនដុងនិងក្រុមបានជួបអ្នកពីអាណាចក្រផ្សេងទៀតទោះយ៉ាងណានៅពេលទាំងពីរផ្នែកជួបគ្នាមុនដែលលីនដុងនិងអ្នកដទៃអាចមានគំនិតណាមួយអ្នកពីអាណាចក្រផ្សេងទៀតនឹងត្រូវតែថយក្រោយយ៉ាងរហ័សដូចជាអ្នកបក្សីដែលខ្លាចរូបរាងប្រុងប្រយ័ត្នរបស់ពួកគេធ្វើឲ្យលីនដុងនិងក្រុមមិនអាចជ្រើសរើសបានទេប៉ុន្តែត្រូវបោះបង់គំនិតណាមួយដែលពួកគេមានហើយផ្ដោតអារម្មណ៍ទាំងអស់ទៅលើការបង្កើនដំណើរការរបស់ពួកគេប្រហែល1 ម៉ោងនៃការធ្វើដំណើរយ៉ាងលឿនបន្ទាប់មករូបរាងនៃទីក្រុងមួយបានបង្ហាញខ្លួននៅលើវាលអស់កំណត់នៅពេលពួកគេបានឃើញទីក្រុងដែលផ្ដល់នូវក្លិនបុរាណលីនដុងនិងក្រុមរបស់គេបានដកដង្ហើមស្រាលពួកគេដឹងថានេះគួរតែជាចំណុចប្រមូលដែលគេហៅថាទោះបីជាការប្រកួតនៅទីកន្លែងសង្គ្រាមបុរាណគឺត្រូវបានដឹងថាជាការប្រកួតដែលអាក្រក់យ៉ាងខ្លាំងប៉ុន្តែគ្រប់គ្នានៅតែត្រូវការប្រមូលគ្នានៅពេលខ្លះប្រសិនបើមិនដូច្នោះទេវានឹងពិបាកណាស់ក្នុងការរស់នៅក្នុងយប់ខ្មៅនៃទីកន្លែងសង្គ្រាមបុរាណដោយឯងគ្រប់គ្នាសូមប្រុងប្រយ័ត្នបន្ទាប់ពីចូលទៅក្នុងចំណុចប្រមូលទោះបីយើងបានបញ្ជាក់ថាគួរតែរក្សាទំនាក់ទំនងទាបតែគ្រប់គ្នាគួរតែដឹងថានេះគឺជាពិភពដែលអ្នកខ្លាំងបរិច្ឆេទអ្នកខ្សោយនៅពេលខ្លះការកាន់កាប់ទាបពេកអាចនាំឲ្យមានបញ្ហាដែលធំធេងជាងនេះនៅពេលដែលគេបានឃើញទីក្រុងដែលផ្ដល់នូវក្លិនបុរាណមូលីងបានយឺតល្បឿនរបស់គេបន្តិចហើយសូររបស់គេបានលឺនៅក្នុងត្រចៀករបស់លីនដុងនិងអ្នកអតីតទាំង4នៅពេលបានស្ដាប់នេះលីនដុងបានកាន់កាប់ក្បាលរបស់គេស្រាលគេមិនចូលចិត្តការអញ្ជើញបញ្ហាទេប៉ុន្តែបើមាននរណាម្នាក់ដែលមានភាពឆ្កួតឆ្កាងបានបញ្ចេញការលើកទឹកចិត្តគេនឹងមិនមានភាពសម្រួលទេជាមួយកាត់ដែលគេមានគេអាចត្រឡប់មកវិញបានយ៉ាងសុវត្ថិភាពទាំងពីអ្នកអនុវត្តកម្រិតនិព្វានទោះបីជាទីកន្លែងសង្គ្រាមបុរាណគឺជាការប្រមូលផ្ដុំរបស់អ្នកមានទេពកោសល្យនិងពោពេញដោយសត្វអាក្រក់គេមិនខ្លាចទេនៅពេលក្រុមរបស់លីនដុងបានបដូរព័ត៌មានពួកគេបានបង្ហាញខ្លួននៅខាងក្រៅទីក្រុងបុរាណពីរូបរាងខាងក្រៅវាទៅតាមធម្មតាមិនមានភាពសម្បូរបែបដូចជាទីក្រុងរីកភាពសាមញ្ញរបស់វាបានផ្ដល់នូវរសជាតិចាស់និងមានស្ថិរភាពការដែលវាអាចឈរបានសម្រាប់រយៈពេលយូរនៅកន្លែងដូចនេះអាចធ្វើឲ្យមនុស្សម្នាក់មានការបញ្ជាក់ពីភាពរឹងមាំរបស់វានៅពេលនេះគណៈកម្មការបានមកដល់ពីទីដៅទាំងអស់នៅទ្វារទីក្រុងដែលស្រស់ស្អាតដូចជាធាតុដែកខ្មៅពួកគេទាំងអស់មានអារម្មណ៍ថាមពលខ្លាំងនិងសកម្មហើយច្បាស់ណាស់ថាជាអ្នកចូលរួមពីអាណាចក្រផ្សេងទៀតបន្ថែមពីនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់លីនដុងនិងក្រុមរបស់គេគឺមានតួអង្គ10នាក់បិទទ្វារទីក្រុងខាងក្រោយពួកគេមានទង់ជាតិមួយហើយលើទង់ជាតិមានព្រះអាទិត្យមាសភ្លឺចែងកំពុងកើតអ្វីឡើយលីនដុងបានយឺតល្បឿនរបស់គេហើយក្រឡុកក្រឡាយរបស់គេបានតឹងតែងបន្តិចខណៈដែលគេបានសួរចំណុចប្រមូលនេះបានត្រូវគេយកទៅដោយនរណាម្នាក់អាណាចក្រណាដែលមានអំណាចដូចនេះគឺមូលីងបានបង្ហាញអារម្មណ៍ផ្លាស់ប្ដូរទៅតិចតួចដោយសារពីឈុតនេះហើយបានឆ្លើយតបដោយការភ្ញាក់ផ្អើលនៅពេលបានស្ដាប់នេះភ្នែករបស់លីនដុងនិងអ្នកដទៃទាំង4បានផ្លាស់ប្ដូរទៅកាន់ភាពធ្ងន់ធ្ងរចំណុចប្រមូលប្រភេទនេះពោពេញទៅដោយតួអង្គនានាគ្រប់គ្នាដែលមកដល់ទីនេះគឺជាអ្នកមានទេពកោសល្យពីអាណាចក្រផ្សេងការគ្រប់គ្រងទីក្រុងដូចនេះមិនមែនជាការងាយៗទេអាណាចក្រណាអាចមានអំណាចដូចនេះគ្រប់គ្នាចំណុចប្រមូលនេះបានត្រូវគេយកទៅដោយអាណាចក្ររបស់ខ្ញុំមហាអាណាចក្រពន្លឺសុទ្ធប្រសិនបើអ្នកចង់ចូលអ្នករាល់គ្នាត្រូវបង់ថ្នាំនិព្វាន10គ្រាប់ខណៈពេលលីនដុងនិងក្រុមរបស់គេបានភ្ញាក់ផ្អើលសូរខ្លាំងមួយបានរំញោចចេញពីតំបន់ទ្វារទីក្រុងសូនេះមានការប៉ះពាល់នៃថាមពលយានដ៏អស្ចារ្យបង្កើនអារម្មណ៍របស់មនុស្សជាច្រើនហុំទីក្រុងនេះគឺជាចំណុចប្រមូលសាធារណៈអ្នកប្រមូលថ្នាំនិព្វាននេះគឺជាអ្វីដែលច្រើនពេកទោះយ៉ាងណានៅពេលដែលលីនដុងបាននិយាយគ្រប់គ្នាដែលមកទីនេះគឺជាអ្នកមានទេពកោសល្យកម្ពុជាពីអាណាចក្ររបស់ពួកគេវិធីនេះដូចជាការលួចលុយគឺមិនត្រូវបានស្វាគមន៍ទេដូច្នេះមាននរណាម្នាក់បានសើចហើយនិយាយនៅខាងក្រៅទ្វារទីក្រុងនៅពេលដែលបុរសម្នាក់ធំដែលមានស្បែកខ្មៅស្លៀកអាឡុងពណ៌ក្រហមបានឬនេះមុខរបស់គេបានបង្ហាញភាពអាក្រក់ភ្លាមជាមួយនឹងការលើកដៃរបស់គេវាបានបោះវត្ថុ3យ៉ាងចេញពីជញ្ជាំងទីក្រុងហើយធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរប្រជាជនបានមើលទៅហើយតែឃើញសពជាង3គ្រាប់3នាក់នេះមកពីអាណាចក្រដែលគេហៅថាអាណាចក្រដាហ្វីមុននេះពួកគេមិនអាចទទួលយកបានថាអាណាចក្រពន្លឺសុទ្ធរបស់ខ្ញុំគ្រប់គ្រងទីក្រុងនេះដូច្នេះយើងបានសម្លាប់ពួកគេប្រសិនបើអ្នកទាំងអស់គ្នាក៏មិនអាចទទួលយកនេះបានអ្នកអាចជ្រើសរើសមិនចូលទីក្រុងឬអ្នកអាចកាត់ការប្រឆាំងដោយពួកគេយើងមិនខកខានក្នុងការធ្វើសកម្មភាពម្ដងទៀតទេបុរសដែលមានស្បែកខ្មៅបានសើចយ៉ាងអាក្រក់សូររបស់គេពោពេញដោយគំនិតសម្លាប់ដ៏ត្រជាក់ពេលឃើញនេះមនុស្សជាច្រើនមានអារម្មណ៍ផ្លាស់ប្ដូរយ៉ាងភ្លាមពីការលើកឡើងនៃថាមពលយានដែលនៅសល់ពី13គ្រាប់ពួកគេអាចដឹងថា3អ្នកនេះជាអ្នកអនុវត្តកម្រិតបង្កើតរូបរាងដំបូងនៅពេលពួកគេនៅរស់ទោះយ៉ាងណាពួកគេឥឡូវនេះបានក្លាយជាសពត្រង់ត្រជាក់3គ្រាប់ការពិតឈាមនេះបានធ្វើឲ្យមនុស្សជាច្រើនមានការយល់ដឹងច្បាស់លាស់បន្ថែមតែឥឡូវនេះពួកគេបានយល់ថាកន្លែងនេះមិនមែនជាអាណាចក្រដែលពួកគេមកពីទេភ្នែករបស់លីនដុងបានតឹងខ្លាំងបន្តិចពេលគេឃើញទិដ្ឋភាពនេះបន្ទាប់ពីបានមកដល់ទីក្រុងបុរាណគេបានឃើញច្បាប់នៃកន្លែងនេះផ្ទាល់អ្នកណាដែលមានដៃធំជាងគេនឹងជាអ្នកគ្រប់គ្រងនៅទីនេះអ្នកទាំងអស់គ្នាអាណាចក្រពន្លឺសុទ្ធរបស់ខ្ញុំមិនមានគម្រោងធ្វើឲ្យអ្នកមានការលំបាកទេយើងតែចង់ប្រមូលថ្នាំនិព្វានតិចតួចពីមនុស្សរាល់គ្នាតែសូម្បីតែអ្នកទាំងអស់គ្នាប្រមូលបានថ្នាំនិព្វាន10គ្រាប់ក្នុងទីក្រុងនេះយើងនឹងអាចរំលាយវាបានយ៉ាងឆាប់រហ័សទោះយ៉ាងណាអ្នកណាដែលព្យាយាមប្រឆាំងនឹងកិត្តិយសនៃអាណាចក្រពន្លឺសុទ្ធរបស់ខ្ញុំនឹងរៀនពីកំហុសរបស់អ្នកដែលបានមុនខណៈពេលទ្វារទីក្រុងមានភាពស្ងាត់សម្រាប់ពេលមួយដោយសារទិដ្ឋភាពនេះសូរខ្លាំងមួយដែលច្រឡំជាមួយថាមពលយានកើនឡើងបានបញ្ចេញពីក្នុងទីក្រុងមុននឹងបញ្ចេញសូរដោយគ្មានចុងបញ្ចប់នៅតំបន់ទ្វារទីក្រុង
ក្រៅពីនេះខណៈពេលសូនេះបញ្ចេញការលើកឡើងនៃធម្មពលយានដ៏ខ្លាំងមួយក៏បានបញ្ចេញចេញទៅក្រៅបង្កើតអារម្មណ៍ខ្លាចនៅលើមុខមនុស្សជាច្រើនកម្រិតបង្កើតរូបរាងកំពូលភ្នែករបស់លីនដុងបានតឹងខ្លាំងបន្ថែមនៅពេលនេះខណៈពេលគេមើលទៅជ្រៅក្នុងទីក្រុងគេមិនគិតថានឹងមានអ្នកអនុវត្តកម្រិតបង្កើតរូបរាងកំពូលនៅក្នុងអាណាចក្រពន្លឺសុទ្ធកម្លាំងនេះមានកម្រិតខ្ពស់ជាងមូលីងឡាងធាននិងអ្នកផ្សេងទៀតមិនច្រឡំទេអាណាចក្រពន្លឺសុទ្ធមានសមត្ថភាពក្នុងការគ្រប់គ្រងទីក្រុងនេះខាងក្រៅទ្វារមានភាពស្ងាត់សម្រាប់ពេលមួយនៅចុងក្រោយមាននរណាម្នាក់បានចុះចិត្តនឹងបង់ថ្នាំនិព្វានគ្រប់គ្រាន់មុននឹងចូលទីក្រុងឥឡូវនេះមេឃកំពុងងឹតយ៉ាងឆាប់រហ័សប្រសិនបើពួកគេមិនបានស្វែងរកកន្លែងសម្រាប់វានឹងក្លាយជាអ្វីដែលគួរឲ្យខ្លាចពិតប្រាកដលីនដុងនិងក្រុមរបស់គេបានតាមក្រោយបន្ទាត់ពួកគេបានបដូរមើលគ្នាហើយមិនបានព្យាយាមធ្វើអ្វីដែលអាក្រក់ទេនៅពេលនេះពួកគេត្រូវការចូលទីក្រុងមុនដើម្បីទទួលបានអារម្មណ៍នៃស្ថានភាពដូច្នេះបន្ទាប់ពីស្វែងរកការយល់ព្រមពីអ្នកទាំងអស់គ្នាមូលីងបានស្ម័គ្រចិត្តផ្ដល់ថ្នាំនិព្វានដែលត្រូវការទៅឲ្យសមាជិកនៃអាណាចក្រពន្លឺសុទ្ធមុននឹងក្រុមរបស់ពួកគេចូលទីក្រុងបានយ៉ាងរលូនទីក្រុងភាគច្រើនត្រូវបានកសាងពីថ្មទោះបីជាវាជារឿងធម្មតាប៉ុន្តែវាមានស្ថិរភាពនិងរឹងមាំលើសពីនេះមានកំពង់ថ្ម8នៅកណ្ដាលទីក្រុងដែលអាចចាត់ទុកថាជាកន្លែងដែលមានការពេញចិត្តបំផុតនៅក្នុងទីក្រុងទោះយ៉ាងណាអ្វីដែលធ្វើឲ្យលីងដុងភ្ញាក់ផ្អើលបំផុតគឺអារម្មណ៍ខ្លាំងពីកំពង់ថ្ម8នេះអារម្មណ៍ទាំងនេះមិនមានភាពខ្សោយជាងមូលីងឡាងធាននិងអ្នកផ្សេងទៀតទេលើសពីនេះអារម្មណ៍ពីកំពង់ដែលមានទីតាំងកណ្ដាលបំផុតគឺមានកម្លាំងមិនអាចប្រៀបធៀបបានវាប្រកាសថាមកពីអ្នកអនុវត្តកម្រិតបង្កើតរូបរាងកំពូលដែលបាននិយាយមុននេះមានមនុស្សជាច្រើននៅក្នុងទីក្រុងពីរបៀបដែលវាហាក់ដូចជាអាណាចក្រពន្លឺសុទ្ធបានចូលរួមជាមួយអាណាចក្រផ្សេងទៀតដើម្បីជួយពួកគេក្នុងការគ្រប់គ្រងទីក្រុងទាំងមូលលីនដុងនិងក្រុមរបស់គេមិនបានបង្ហាញថាអ្នកមានការព្រួយបារម្ភច្រើនអំពីរឿងនេះទេបន្ទាប់ពីបានធ្វើដំណើរពីទីក្រុងពួកគេបានរកឃើញផ្ទះធំមួយដែលមិនឆ្ងាយពីជញ្ជាំងទីក្រុងទោះបីវាមានភាពសាមញ្ញនិងក្រហមប៉ុន្តែវាក៏គ្រប់គ្រាន់សម្រាប់បងប្អូន5នាក់ក្រុមបានអង្គុយនៅក្នុងផ្ទះថ្មហើយមើលទៅមេឃដែលកំពុងងឹតយ៉ាងយឺតពួកគេទាំងអស់មានអារម្មណ៍ថាសុខស្រួលដែលបានរកឃើញកន្លែងសម្រាប់មុនពេលយប់មកដល់អ្នកទាំងអស់គ្នាឥឡូវនេះយើងអាចចាត់ទុកថាយើងបានរកឃើញកន្លែងសម្រាប់យ៉ាងផ្លូវការនៅក្នុងទីក្រុងបុរាណយើងនឹងនៅទីនេះសម្រាប់ពេលមួយដើម្បីស្គាល់បរិយាកាសជុំវិញមូលីងបានគូដៃរបស់គេហើយសើចទៅកាន់លីនដុងនិងអ្នកផ្សេងទៀតទោះយ៉ាងណាខ្ញុំជឿថាយើងកំពុងនៅក្នុងតំបន់ខាងក្រៅនៃទីក្រុងបុរាណតាមច្បាប់នៃសង្គ្រាមអាណាចក្រមើលអ្នកទាំងអស់គ្នាមានពេល1ឆ្នាំនៅពេលដែល1ឆ្នាំនេះបានបញ្ចប់អ្នកទាំងអស់គ្នាត្រូវតែទៅកាន់ផ្នែកជ្រៅនៃទីក្រុងដូច្នេះការសម្រេចចិត្តក្នុង1ឆ្នាំនេះនឹងកំណត់ថាយើងអាចទៅឆ្ងាយប៉ុណ្ណាក្នុងសង្គ្រាមអាណាចក្រមើលលីងដុងនិងអ្នកផ្សេងទៀតបានកំណត់ក្បាលរបស់ពួកគេក្នុងការឆ្លើយតបពួកគេកំពុងមិនស្គាល់ទីកន្លែងសង្គ្រាមបុរាណនេះយ៉ាងគ្រប់គ្រាន់ហើយត្រូវការពេលវេលាដើម្បីស្គាល់ខ្លះមុនពេលអាចចេញទៅបំពង់កាយឬស្វែងរកឱកាសខ្លះដោយសារតែពួកគេបានរត់ចម្ងាយមួយថ្ងៃពេញពួកគេបានអន្តរកម្មគ្នាខ្លះមុននឹងស្វែងរកបន្ទប់មួយដោយមិនអត់អារម្មណ៍ចង់ចាប់ផ្ដើមបំពង់កាយនិងរីករាយនឹងធម្មពលដ៏អស្ចារ្យនៃទីកន្លែងសង្គ្រាមបុរាណនេះលីនដុងក៏បានចូលទៅក្នុងបន្ទប់មួយនិងបិទទ្វារមុននឹងអង្គុយលើគ្រែថ្មទោះយ៉ាងណាគេមិនបានចាប់ផ្ដើមបំពង់កាយភ្លាមទេប៉ុន្តែគេហាក់ដូចជាកំពុងគិតប្រៀបធៀបនឹងអ្នកឆ្លាតវៃពីអាណាចក្រផ្សេងគេបានធ្លាក់ចុះយ៉ាងខ្លាំងប្រសិនបើពួកគេប្រយុទ្ធប្រឆាំងនឹងមនុស្សទាំងនោះឥឡូវនេះលីនដុងដឹងថាមានតែប៉ុន្មានអ្នកប៉ុណ្ណោះដែលអាចរស់រានមានជីវិតសំណាងល្អគេនៅតែមានពេលវេលា1ឆ្នាំទោះបីទីកន្លែងសង្គ្រាមបុរាណនេះគឺគ្រោះថ្នាក់ប៉ុន្តែវាមានទ្រព្យសម្បត្តិនិងឱកាសអន្តរាគមន៍ប្រសិនបើពួកគេអាចចាប់យកឱកាសទាំងនេះវាមិនមែនជារឿងអសមត្ថភាពសម្រាប់ពួកគេដើម្បីលើកកម្ពស់ខ្លួនឯងឆ្ងាយពីអ្នកឆ្លាតវៃពីអាណាចក្រផ្សេងទៀតហូលីនដុងបានបញ្ចេញសូរសំឡេងធ្ងន់ធ្ងរទោះយ៉ាងណាគេនៅតែត្រូវការពេលវេលាដើម្បីស្គាល់ទីកន្លែងសង្គ្រាមបុរាណនេះយ៉ាងយឺតមុនពេលអាចធ្វើការតែម្នាក់ឯងអាណាចក្របន្លឺសុទ្ធសាធមានអំណាចពិតប្រាកដដែលបានគ្រប់គ្រងទីក្រុងមួយភ្លាមបន្ទាប់ពីមកដល់នេះមិនមែនជាការងារធំទេភ្នែករបស់លីនដុងបានចូលទៅក្នុងបង្អួចនិងមើលទៅកាន់កំពង់ថ្មកណ្ដាលទីនោះគឺជាកន្លែងល្អបំផុតហើយវាត្រូវបានគ្រប់គ្រងដោយអាណាចក្របន្លឺសុទ្ធសាធលីនដុងមិនមានគំនិតពិសេសអំពីនេះទេប្រសិនបើមនុស្សទាំងនេះមិនបានបង្កការលំបាកសម្រាប់គេនឹងមានសេចក្តីសុខក្នុងការតាមដានពេលវេលានេះយ៉ាងស្ងៀមស្ងាត់ដោយសារតែប្រសិនបើក្រុមអាណាចក្របន្លឺសុទ្ធសាធមានគំនិតចង់ជើងលើក្បាលគេមិនខកខានក្នុងការប្រាប់ពួកគេអំពីអារម្មណ៍នៃការចាប់ជើងលើក្តារទេA darkness enveloped the vast land and the ancient battlefield's night scene looked especially gloomy and depressing. A full moon hung high in the distant horizon. ព្រះច័ន្ទពេញមានពណ៌ក្រហមងឹតដូចជាវាអាចបិទដោយស្រទាប់ឈាមថ្មីជាច្រើនបង្កើតអារម្មណ៍អាក្រក់លើស្បែកពន្លឺព្រះច័ន្ទក្រហមងឹតបានចុះពីមេឃនិងបំភ្លឺដីដែលត្រូវបានបំផ្លាញយ៉ាងទូលំទូលាយសូរនិងសូរដ៏ជ្រាលជ្រៅបានលោតឡើងជាបន្តបន្ទាប់នៅលើដីធំក្នុងចំណោមសូរទាំងនេះមានក្លិនខ្លាំងនៃភាពឈឺចាប់និងភាពឈឺចាប់យប់នៅក្នុងទីលានបុរាណគឺជាពេលវេលាដែលមនុស្សត្រូវបានហាមឃាត់មិនឲ្យដើរលេងនៅក្នុងទីក្រុងចំណុចប្រជុំលីនដុងបានអង្គុយឈរនៅក្នុងបន្ទប់ថ្មរបស់គាត់ដោយស្ងៀមស្ងាត់ស្នាមនៃនិមិត្តរូបលេបត្របាក់បានចូលរួមយ៉ាងស្ងៀមស្ងាត់តាមអាកាសធម្មពលយានដែលមាននៅចន្លោះមេឃនិងដីកំពុងចូលទៅក្នុងរាងកាយរបស់លីនដុងយ៉ាងស្ថិតស្ថេរពេលដែលធម្មពលយានទាំងនេះបានចូលទៅក្នុងរាងកាយរបស់លីនដុងយ៉ាងបន្តមានស្រទាប់នៃធម្មពលពណ៌ក្រហមស្រាលកំពុងប្រមូលជុំវិញរាងកាយរបស់គាត់ផងដែរទោះបីជាស្រទាប់នៃធម្មពលពណ៌ក្រហមទាំងនេះមិនមានកម្លាំងខ្លាំងប៉ុន្តែវាបង្ហាញពីល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលនៃការលើកឡើងនិងបង្កើតកម្ដៅខ្លាំងស្រទាប់នៃធម្មពលពណ៌ក្រហមទាំងនេះគឺជាធាតុអាកាសនិព្វាន
ពីមួយមុំមួយធាតុអាកាសនិព្វានមានភាពស្មុគស្មាញនិងជ្រាលជ្រៅជាងថាមពលយានធាតុប្រភេទនេះមានការប្រើប្រាស់អស្ចារ្យជាច្រើនដូចជាការបំពងនិងកែប្រែថាមពលយាននិងសម្អាតរាងកាយរបស់មនុស្សទោះបីជាមានកម្លាំងនៃធាតុអាកាសនិព្វានអ្នកជំនាញជាច្រើនដែលមិនបានចូលដល់កម្រិតនិព្វានមិនទទួលយកវាដោយគ្មានការកំណត់ទេនោះគឺដោយសារតែរាងកាយរបស់ពួកគេមិនអាចទ្រាំទ្រនឹងចំនួនធំនៃធាតុអាកាសនិព្វានបានទេដូច្នេះមនុស្សទាំងនេះអាចទទួលយកនិងកែប្រែតែចំនួនតិចនៃធាតុអាកាសនិព្វានក្នុងមួយពេលប៉ុណ្ណោះភាគច្រើននៃពួកគេប្រើធាតុអាកាសនិព្វានដើម្បីកែរ៉េនិងបង្កើតថ្នាំនិព្វានដែលអាចប្រើសម្រាប់ការវាយប្រហារកម្រិតនិព្វានទោះបីជាលីនដុងមិនបានយកចិត្តទុកដាក់អំពីបញ្ហាដូចនេះទេបន្ទាប់ពីគ្រប់គ្រងនិមិត្តរូបលេបត្របាក់វាអនុញ្ញាតឲ្យគាត់លេបយកថាមពលណាមួយទាំងធាតុអាកាសនិព្វានដោយកម្លាំងពេលដែលពន្លឺក្រហមស្រាលបានភ្លឺជុំវិញរាងកាយរបស់លីនដុងមានសូររំភើបស្រាលមួយអាចស្តាប់បានធាតុអាកាសនិព្វានទាំងនេះបានចូលទៅក្នុងស្បែកនិងសាច់របស់លីនដុងថាមពលដែលតាមដានធាតុអាកាសនិព្វានបានបន្ថែមកម្លាំងរបស់លីនដុងជាបន្តបន្ទាប់ដូចជាការប្រែប្រួលកំពុងកើតឡើងជាមួយនឹងអត្រានៃការកើនឡើងនៃកម្លាំងរបស់គាត់វាមិនយូរទេដែលលីនដុងនឹងចូលដល់កម្រិតបង្ហាញខ្ពស់នៅពេលនោះអ្នកអនុវត្តណាមួយក្រោមកម្រិតនិព្វានមិនអាចជួបប្រទះគាត់បានទេបន្ទាប់ពីរយៈពេលយូរថាមពលយានដែលកំពុងឈូសនៅជុំវិញរាងកាយរបស់លីនដុងបានចាប់ផ្ដើមស្ងប់ស្ងាត់ហើយពន្លឺក្រហមដែលភ្លឺជុំវិញរាងកាយរបស់គាត់បានចាប់ផ្ដើមភ្លឺតិចភ្នែករបស់លីនដុងដែលបានបិទយ៉ាងតឹងរឹងបានបើកឡើងយ៉ាងយឺតនៅក្នុងភាពងឹតពន្លឺក្រហមពីភ្នែករបស់លីនដុងបានភ្លឺឡើងដូចជាកំពុងចែកចេញពីភាពងឹតហូពេលដែលគាត់បើកភ្នែកលីនដុងបានដកដង្ហើមមួយនៃអាកាសក្តៅពណ៌ជាមួយនឹងការបង្វិលដៃរបស់គាត់ថ្នាំនិព្វានដ៏ក្តៅក្រហម10គ្រាប់បានបង្ហាញនៅលើដៃរបស់គាត់ថ្នាំនិព្វានទាំងនេះត្រូវបានបង្កើតឡើងពីធាតុអាកាសនិព្វានដែលនៅសល់នៅក្នុងរាងកាយរបស់លីនដុងដែលមិនបានកែប្រែបន្ទាប់ពីគាត់បានលេបយកវាប្រសិនបើគាត់យកថ្នាំនិព្វាននេះចេញវានឹងទាក់ទាញការមើលឃើញដ៏ភ្ញាក់ផ្អើលជាច្រើនបន្ទាប់ពីគ្រប់គ្រងកម្រិតបង្ហាញខ្ពស់ដូចជាមូលីងក៏អាចកែប្រែបានត្រឹម5និព្វាន3គ្រាប់ក្នុងមួយយប់ទោះយ៉ាងណាលីនដុងអាចផលិតថ្នាំនិព្វាន10គ្រាប់ដោយប្រើតែធាតុអាកាសនិព្វាននៅសល់ក្នុងរាងកាយរបស់គាត់ក្នុងមួយយប់ល្បឿនរបស់គាត់ក្នុងការផលិតថ្នាំនិព្វានគឺគួរឲ្យភ្ញាក់ផ្អើលយ៉ាងទូលំទូលាយទោះបីជាមានល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះលីនដុងមិនពេញចិត្តទេគាត់បានក្រឡាប់ក្បាលបន្តិចហើយនិយាយថានៅក្នុងចំណុចប្រជុំនេះខ្ញុំមិនបង្ហាញថាមពលពេញលេញនៃនិមិត្តរូបលេបត្របាក់ទេប្រសិនបើមិនដូច្នេះទេតើរង្វាន់របស់ខ្ញុំអាចតិចតួចបែបនេះបានយ៉ាងដូចម្តេចការទាមទាររបស់លីនដុងសម្រាប់ថ្នាំនិព្វានមានខ្ពស់ជាងមនុស្សធម្មតាគាត់មិនត្រឹមតែត្រូវការត្រៀមថ្នាំនិព្វានចំនួនច្រើនសម្រាប់ខ្លួនឯងទេគាត់ក៏ត្រូវការថ្នាំនិព្វានគ្រប់គ្រាន់ដើម្បីសម្អាតសត្វប្លាស្ទិកឈាមផងដែរទោះយ៉ាងណាចំនួនថ្នាំនិព្វានដែលគាត់មាននៅពេលនេះគឺឆ្ងាយពីគ្រប់គ្រាន់សម្រាប់គោលបំណងទាំងពីរដែលគាត់មានយប់នៅក្នុងទីលានបុរាណពិតជាគួរឲ្យខ្លាចលីនដុងបានលោតចេញពីគ្រែថ្មរបស់គាត់ហើយមើលទៅកាន់ក្រឡាចដែលមានពន្លឺព្រះច័ន្ទក្រហមងឹតមានមុខមាត់ធ្ងន់ធ្ងរនៅលើមុខគាត់នៅក្រោមពន្លឺនៃព្រះច័ន្ទដូចនេះគាត់អាចមានអារម្មណ៍ថាថាមពលយានដែលមាននៅចន្លោះមេឃនិងដីកំពុងប្រមូលជុំវិញនិងធ្វើឲ្យចលនារបស់គាត់យឺតយ៉ាវបាខិនការប្រព្រឹត្តនៃថាមពលយាននៅក្នុងរាងកាយរបស់គាត់ក៏យឺតជាងពេលថ្ងៃផងដែរនេះគឺជារសៀលទី3ដែលលីនដុងបានចំណាយនៅក្នុងទីលានបុរាណវាបាន3ថ្ងៃចាប់តាំងពីពួកគេមកដល់ទីក្រុងចំណុចប្រទាក់ក្នុងរយៈពេល3ថ្ងៃនេះគាត់មិនបានទំនាក់ទំនងជាមួយនរណាម្នាក់ឡើយយ៉ាងណាមូលីងបានធ្វើការងារយ៉ាងល្អក្នុងការប្រមូលព័ត៌មានដូច្នេះនៅពេលនេះគាត់បានដឹងអំពីទីក្រុងនេះខ្លះបច្ចុប្បន្ននេះអាណាព្យាបាលនៃទីក្រុងចំណុចប្រទាក់នេះគឺជាសមាជិកពីមហាអាណាចក្រពន្លឺសុទ្ធលីនដុងមិនដែលបានស្ដាប់អំពីមហាអាណាចក្រនេះមុននេះទេប៉ុន្តែធម្មពលរបស់ពួកគេពិតជាធំធេងជាងអាណាចក្រទាំងអស់នៅទីនេះតាមព័ត៌មានដែលបានប្រមូលមហាអាណាចក្រពន្លឺសុទ្ធបានចូលទៅក្នុងទីលានបុរាណជាមួយអ្នកចូលរួមពី3នាក់មនុស្ស7នាក់ក្នុងចំនួននេះបានឈានដល់កម្រិតបង្ហាញកម្រិតខ្ពស់ខណៈដែលសមាជិកដែលមានធម្មពលខ្លាំងបំផុតរបស់ពួកគេបានឈានដល់កម្រិតបង្ហាញកម្រិតខ្ពស់នេះគឺគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីមើលទាបអ្នកទាំងអស់សមត្ថភាពនិងការរៀបចំប្រភេទនេះគឺគ្រប់គ្រាន់ក្នុងការបង្ក្រាបសមាជិកពីអាណាចក្រផ្សេងទៀតឲ្យមិនអាចរៀបចំប្រឆាំងពួកគេបាននៅពេលដូចគ្នាដើម្បីក្លាយជាអាណាព្យាបាលនៃចំណុចប្រទាក់នេះមហាអាណាចក្រពន្លឺសុទ្ធបានប្រមូលថ្នាំនិព្វានពីនរណាដែលស្វែងរកការពារនៅក្នុងទីក្រុងជារូបភាពនៃការទូទាត់និយាយដោយស្មោះសកម្មភាពនេះមិនមានភាពខុសគ្នាពីគំនិតនៃការប្រមូលថ្លៃការពារទោះបីជាមហាអាណាចក្រពន្លឺសុទ្ធមានអំណាចក្នុងសកម្មភាពរបស់ពួកគេប៉ុន្តែពួកគេពិតជាអាចបង្ខំឲ្យអ្នកមានទេពកោសល្យពីអាណាចក្រផ្សេងទៀតដោយសារតែពួកគេមានអ្នកចូលរួមតិចដូច្នេះពួកគេបានតាក់ទាញមនុស្សដែលស្រឡាញ់ពួកគេវាធ្វើឲ្យគ្មាននរណាម្នាក់ប្រឆាំងពួកគេបន្ទាប់ពីគ្រប់គ្នាមិនស្គាល់ទីលានបុរាណនេះទេយប់នៅកន្លែងនេះគឺគ្រប់គ្រាន់ដើម្បីបង្កការភ័យខ្លាចនៅក្នុងមនុស្សប្រសិនបើពួកគេបាត់បង់ការពារនៃទីក្រុងពួកគេនឹងមានឱកាសខ្ពស់ក្នុងការក្លាយជាអាហារសម្រាប់សត្វអាក្រក់ដោយសារតែហេតុផលទាំងនេះសមាជិកនៃមហាអាណាចក្រពន្លឺសុទ្ធមានភាពល្បីល្បាញនិងអំណាចនៅក្នុងចំណុចប្រទាក់នេះទោះយ៉ាងណាមនុស្សភាគច្រើនមិនបង្ហាញការកំហឹងនិងការតវ៉ារបស់ពួកគេឡើយចំពោះស្ថានភាពនេះលីនដុងបានរក្សាទំនាក់ទំនងជាអ្នកមើលក្នុងរយៈពេល3ថ្ងៃនេះពួកគេក៏បានប្រឈមមុខជាមួយសមាជិកនៃមហាអាណាចក្រពន្លឺសុទ្ធប៉ុន្តែពួកគេបានជ្រើសរើសឲ្យអត់ធ្មត់នៅចុងក្រោយគាត់យល់ថាដើម្បីបង្ហាញខ្លួនឲ្យខុសគ្នានៅក្នុងទីលានបុរាណគាត់ត្រូវបោះបង់ការពារនៃទីក្រុងហើយចូលទៅក្នុងដេសវ៉ែតដើម្បីអនុវត្តការបំពង់កាយនៃធម្មជាតិប្រសិនបើគាត់បន្តលាក់នៅទីនេះគាត់នឹងក្លាយជាអ្នកដែលអត់ប្រយោជន៍បំផុតនៅក្នុងដីនេះ
លីនដុងបានសម្រេចចិត្តរួចហើយបន្ទាប់ពីគាត់បានចូលទៅកម្រិតបង្ហាញកម្រិតខ្ពស់គាត់នឹងចាក់ចេញពីកន្លែងនេះហើយបន្តការបណ្ដុះបណ្ដាលដោយខ្លួនឯងទោះបីជាហានិភ័យនៃផែនការនេះមានខ្ពស់ប៉ុន្តែគាត់ត្រូវធ្វើវាដោយសារតែគាត់នៅជាមួយមូលីងនិងអ្នកផ្សេងទៀតគាត់មិនអាចអនុវត្តចលនាច្រើននៃគាត់បានហើយនេះបានកំណត់ចលនារបស់គាត់យ៉ាងណាមុនដែលគាត់ចាក់ចេញគាត់ត្រូវដោះស្រាយបញ្ហាមួយលីនឡាងធៀនភ្នែករបស់លីនដុងខ្លាយជាធ្ងន់ធ្ងរចាប់តាំងពីពួកគេបានចូលទៅក្នុងទីលានបុរាណលីនឡាងធៀនបានខ្លាយជាធ្ងន់ធ្ងរអាកប្បកិរិយានេះស្រដៀងដូចជាបង្ហាញថាអ្នកនោះបានភ្លេចអំពីការប្រកែករបស់គាត់ជាមួយលីនដុងទោះយ៉ាងណាអាកប្បកិរិយានេះមិនបានធ្វើឲ្យលីនដុងមានសេចក្តីសុខឡើយតែវាបានបង្កើនគំនិតសម្លាប់របស់គាត់យ៉ាងខ្លាំងនេះគឺដោយសារតែគាត់បានដឹងយ៉ាងច្បាស់ថាដោយសារតែអាកប្បកិរិយានិងធម្មជាតិរបស់លីនឡាងធៀនអ្នកគ្រប់គ្នាដូចគាត់ត្រូវបានសម្លាប់ឲ្យបានឆាប់រហ័សរងចាំរហូតដល់អ្នកបានឈានដល់កម្រិតបង្ហាញកម្រិតខ្ពស់បន្ទាប់មកអ្នកគួរតែអាចប្រើប្រាស់និមិត្តរូបលេបត្របាក់ដើម្បីបញ្ឈប់ផលប៉ះពាល់នៃយប់លើអ្នកនៅពេលនោះយប់នៅក្នុងទីលានបុរាណមិនអាចបង្ខំថាមពលរបស់អ្នកបានទៀតទេទីលានបុរាណគឺអស្ចារ្យណាស់ប្រសិនបើអ្នកដើរលេងនៅក្នុងតំបន់និងបណ្ដុះបណ្ដាលវានឹងអាចអនុញ្ញាតឲ្យអ្នកទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងប៉ុន្តែប្រសិនបើអ្នកនៅទីនេះនឹងលាក់ខ្លួនអ្នកនឹងក្លាយជាអ្នកអត់ប្រយោជន៍ជានិច្ចអាត្មានតូចបានសើចពេលដែលគាត់បង្ហាញខ្លួននៅលើស្មារបស់លីនដុងហើយមើលទៅកាន់ទេសភាពយប់ក្រហមងឹតលីនដុងបានក្បាលរបស់គាត់បន្តិចចំពោះដីនេះគិតរបស់គាត់ពោពេញទៅដោយការចាប់អារម្មណ៍ខ្លាំងត្រូវប្រុងប្រយ័ត្នជាពិសេសនៅយប់នេះខ្ញុំអាចមានអារម្មណ៍ថាថាមពលដែលមាននៅចន្លោះមេឃនិងដីមានកម្លាំងខ្លាំងជាងធម្មតាបន្ថែមពីនេះមានអារម្មណ៍ច្រើនបានបង្ហាញខ្លួននៅក្រៅទីក្រុងនេះអាត្មានតូចបាននិយាយយ៉ាងច្រាស់ពេលដែលគាត់បានមើលទៅឆ្ងាយពេលដែលបានស្ដាប់ពាក្យទាំងនេះលីនដុងបានភ្ញាក់ផ្អើលហើយភ្នែករបស់គាត់បានចុះភ្នែករបស់គាត់ពោពេញទៅដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានមើលហើយបន្ថែមសំឡេងរបស់គាត់ថាតើក្រុមសត្វអាក្រក់កំពុងមកដែរឬទេក្រុមសត្វអាក្រក់គឺជាអាសន្នដ៏គួរឲ្យភ័យខ្លាចនៅក្នុងទីលានបុរាណនៅក្នុងយប់មានសត្វអាក្រក់ជាច្រើននឹងប្រមូលផ្ដុំគ្នាបន្ទាប់មកដូចជាក្រុមសត្វល្អិតពួកគេនឹងបំផ្លាញអ្វីទាំងអស់នៅក្នុងផ្លូវរបស់ពួកគេក្នុងរយៈពេល3ថ្ងៃដែលលីនដុងនៅក្នុងទីក្រុងនេះគាត់បានឃើញក្រុមសត្វអាក្រក់តូចមួយចំនួនដែលអាចបដិសេធបានយ៉ាងងាយស្រួលទោះយ៉ាងណាក្រុមសត្វអាក្រក់ដែលកំពុងមកនេះមិនមានរាងតូចទេអូខ្ញុំមិនគួរត្រូវខុសទេយើងគួរត្រូវប្រុងប្រយ័ត្នជាពិសេសបើប្រៀបធៀបជាមួយមហាអាណាចក្រយានសត្វអាក្រក់នៅក្នុងទីលានបុរាណមានភាពខ្លាំងនិងរឹងមាំជាងទោះបីជាអ្នកអនុវត្តកម្រិតបង្កើតរូបរាងកម្រិតខ្ពស់ក៏ដោយគាត់នឹងប្រឈមមុខនឹងការស្លាប់ប្រាកដប្រជាជនបើគាត់ឬនាងត្រូវបានចាប់ក្នុងក្រុមសត្វអាក្រក់អាត្មានតូចបានពន្យល់លីនដុងបានក្បាលរបស់គាត់យល់ព្រមខណៈពេលភ្នែករបស់គាត់ពោពេញទៅដោយភាពសោកស្ដាយគាត់បានមើលទៅឆ្ងាយនៅខាងក្រៅទីក្រុងនៅក្នុងភាពងឹតឆ្ងាយមានការបញ្ចាំងពណ៌ក្រហមជាច្រើនដែលនាំឲ្យមានការភ័យខ្លាចក្នុងចិត្តមនុស្សបន្ទាប់ពីមួយផ្លែតការបញ្ចាំងពណ៌ក្រហមទាំងនេះបានคล้ายជាដែលច្បាស់លាស់ជាងមុននៅពេលនេះដីធំបានរំខានបន្តិចវាដូចជាទីក្រុងទាំងមូលបានរំខានបន្តិចហូដោយសារតែទីក្រុងពោពេញដោយមនុស្សដែលមានសមត្ថភាពនៅពេលដែលដីធំរំខាននិងសម្លេងសរ៉ែនជឿបានលេងនៅទូទាំងទីក្រុងថាមពលខ្លាំងបានបង្ហូរចេញរូបរាងមនុស្សត្រូវបានឃើញកំពុងលោតឡើងនិងបង្ហាញនៅលើជញ្ជាំងទីក្រុងនៅពេលពួកគេឃើញក្រុមសត្វអាក្រក់ដែលមិនមានទីបញ្ចប់និងកំពុងប៉ះពាល់គ្នាមុខជាច្រើនបានផ្លាស់ប្ដូរទៅជាពណ៌ហូនៅពេលដែលទីក្រុងទាំងមូលចុះទៅក្នុងភាពច្របូកច្របល់លីនដុងបានដកដង្ហើមយ៉ាងជ្រាលជ្រៅគាត់បានដឹងថាបញ្ហាដំបូងដែលគាត់នឹងប្រឈមមុខនៅពេលចូលទៅក្នុងទីលានបុរាណបានមកដល់ហើយដូចដែលដីបានរំខានសូម្បីតែសម្លេងកម្រិតខ្លាំងនិងអាក្រក់បានបញ្ចេញសូរយ៉ាងឆាប់រហ័សទីក្រុងទាំងមូលបានចាប់ផ្ដើមរំខានដោយសូរដ៏ធំនេះខណៈពេលនោះខែឈាមមួយបានរៀបចំឡើងក្នុងមេឃខណៈដែលស្រទាប់ពន្លឺខែឈាមបានចុះមកនិងបន្ថែមភាពអាក្រក់ទៅលើក្រុមមេដឹកនាំអាក្រក់នោះនៅលើជញ្ជាំងទីក្រុងប្រហែលជាមនុស្សគ្រប់រូបបានរត់ឡើងលើវាពួកគេបានមើលទៅកាន់ក្រុមមេដឹកនាំអាក្រក់ដែលមិនមានទីបញ្ចប់នៅខាងក្រៅជញ្ជាំងទីក្រុងមុខរបស់ពួកគេបានផ្លាស់ប្ដូរទៅជារូបភាពស្ងប់ស្ងាត់សំណាងល្អគឺភាគច្រើនក្នុងចំណោមពួកគេមានសមត្ថភាពគ្រប់គ្រាន់ដូច្នេះទោះបីពួកគេបានភ្ញាក់ផ្អើលដោយទស្សនារូបភាពនេះពួកគេក៏មិនបានរំខានលីនដុងក៏បានលោតឡើងទៅលើជញ្ជាំងទីក្រុងដែលនៅជិតផ្ទះថ្មរបស់គេពេលដែលគេបានបោះភ្នែកចេញពីជញ្ជាំងទីក្រុងពណ៌ខៀវឈាមបានបំពេញទស្សនៈរបស់គេរហូតដល់ដែនកំណត់នៃការមើលឃើញរបស់គេពណ៌ខៀវឈាមនោះបានកើតឡើងពីភ្នែកខៀវឈាមជាច្រើនហើយអារម្មណ៍អាក្រក់ដ៏ខ្លាំងបានបាញ់ចេញពីមេឃបណ្ដាលឲ្យខែឈាមត្រូវបានពណ៌ខៀវឈាមបន្ថែមទៀតវាពិបាកសម្រាប់មនុស្សម្នាក់ក្នុងការចាប់អារម្មណ៍ថាមានសត្វអាក្រក់ប៉ុន្មានដែលបានប្រមូលផ្ដុំនៅខាងក្រៅទីក្រុងសូពេលដែលលីនដុងបានភ្ញាក់ផ្អើលដោយក្រុមមេដឹកនាំអាក្រក់នេះសូរខ្យល់បែកចេញជាច្រើនបានបញ្ចេញពីខាងក្រោយគេបន្ទាប់មកមូលីងនិងអ្នកផ្សេងទៀតបានរត់ទៅខាងក្រោយគេយ៉ាងឆាប់រហ័សទោះបីពួកគេបានឃើញក្រុមមេដឹកនាំអាក្រក់ដែលកំពុងលេចចូលទៅទីក្រុងពួកគេក៏បានទាញដង្ហើមត្រជាក់មួយនេះគឺជាលើកដំបូងដែលពួកគេបានឃើញក្រុមមេដឹកនាំអាក្រក់ដ៏គួរឲ្យភ័យខ្លាចបែបនេះនេះនឹងជាបញ្ហាធំដល់នេះក្រុមមេដឹកនាំអាក្រក់ធំជាង2ថ្ងៃមុនប្រសិនបើយើងមិនប្រុងប្រយ័ត្នទីក្រុងនឹងរលាយនិងមនុស្សជាច្រើននឹងបាត់បង់ជីវិតមូលីងបាននិយាយដោយមុខរបស់គេមានភាពធ្ងន់ធ្ងរឌូយុននិងម៉ានសៀនក៏បានញឹមក្បាលរបស់ពួកគេខណៈដែលមានភាពភ្ញាក់ផ្អើលបង្ហាញនៅក្នុងភ្នែករបស់ពួកគេប្រសិនបើទីក្រុងនេះត្រូវបានបំផ្លាញពួកគេនឹងបាត់បង់ការពីចុងក្រោយរបស់ពួកគេនៅពេលនោះអ៊ីវែនអ្នកអនុវត្តនិព្វានកម្រិតក៏នឹងមានគ្រោះថ្នាក់ប្រសិនបើគេប្រឈមមុខនឹងជំនន់អាក្រក់ដ៏ខ្លាំងបែបនេះបងប្អូនលីនដុងតើយើងគួរធ្វើអ្វីមូលីងបានមើលទៅលីនដុងនិងសួរពីគំនិតរបស់គេ
មកដឹងពីស្ថានភាពមុនទោះបីជាក្រុមមេដឹកនាំអាក្រក់ធំប៉ុន្តែយើងមានមនុស្សច្រើននៅក្នុងទីក្រុងដូច្នេះវាមិនមែនជារឿងមិនអាចធ្វើបានសម្រាប់យើងក្នុងការរស់នៅរហូតដល់ព្រឹកស្អែកទេគីលីនដុងបានគិតមួយផ្លែតមុននឹងនិយាយយោព្រមពេលដែលគេបានស្ដាប់ពាក្យរបស់លីនដុងមូលីងនិងអ្នកផ្សេងទៀតបានញឹមក្បាលយ៉ាងទន់ភ្លន់តែមុខរបស់លីនជេនធានមានភាពតឹងតែងខណៈដែលមានភាពអាក្រក់បង្ហាញនៅក្នុងភ្នែករបស់គេទោះយ៉ាងណាគេមិនបាននិយាយអ្វីឡើយហូបពេលដែលលីនដុងនិងអ្នកផ្សេងទៀតបានបញ្ចប់ការនិយាយសូហូបដ៏ធំមួយបានបង្ហាញខ្លួនពីក្នុងក្រុមមេដឹកនាំអាក្រក់បន្ទាប់មកមានការរំខានជាច្រើនបានកើតឡើងក្នុងក្រុមមេដឹកនាំអាក្រក់យ៉ាងឆាប់រហ័សលីនដុងបានផ្ដោតអារម្មណ៍ទៅកាន់ប្រភពនៃការរំខានមុននឹងមានភាពតឹងតែងបង្ហាញនៅក្នុងភ្នែករបស់គេនៅកន្លែងនោះគេអាចស្គាល់អារម្មណ៍អាក្រក់ខ្លះដែលខ្លាំងជាងសត្វអាក្រក់ធម្មតាដោយផ្អែកលើការប៉ាន់ស្មានរបស់ពួកគេអាចសម្របសម្រួលជាមួយអ្នកអនុវត្តនិព្វានកម្រិតភ្នែករបស់លីនដុងបានតូចចុះយ៉ាងទន់ភ្លន់ខណៈដែលគេបានរំលឹកដៃរបស់គេយ៉ាងឆាប់រហ័សអាត្មានតូចបានរត់ចេញពីដៃរបស់គេមុននឹងរំលឹករាងរបស់វានិងបំលែងទៅក្នុងរបៀបប្រយុទ្ធវាហាក់ដូចជាមានភាពអស្ចារ្យឥឡូវនេះទោះបីវាប្រឈមមុខនឹងអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់អាត្មានតូចក៏មិននឹងបរាជ័យឡើយដូច្នេះវាជួយលីនដុងយ៉ាងខ្លាំងអ្នកទាំងអស់គ្នាកុំភ័យខ្លាចពេលដែលលីនដុងបានហៅអាត្មានតូចនៅលើកំពូលនៅកណ្ដាលទីក្រុងមានអារម្មណ៍ខ្លាំងមួយបានបង្ហាញខ្លួននៅកន្លែងនោះបន្ទាប់មកអ្នកអនុវត្តដ៏ខ្លាំងនៃនិកាយពន្លឺសុទ្ធបានរត់ចេញមកហើយពួកគេបានហោះនៅក្នុងខ្យល់ខណៈពេលនោះសូហូបដ៏ខ្លាំងបានលោតចេញក្នុងត្រចៀករបស់មនុស្សគ្រប់រូបទោះបីជាក្រុមមេដឹកនាំអាក្រក់នេះធំប៉ុន្តែសូម្បីតែអ្នកទាំងអស់គ្នាដែលនៅទីនេះគោរពនិកាយពន្លឺសុទ្ធយើងអាចរស់នៅក្នុងគ្រោះថ្នាក់នេះអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ម្នាក់បានស្ដាប់ទីក្រុងមុននឹងបញ្ចេញសូដោយមាននិកាយពន្លឺសុទ្ធការពារនៅតំបន់នេះយើងអាចយកឈ្នះក្រុមមេដឹកនាំអាក្រក់នេះបានបន្ទាប់ពីអ្នកអនុវត្តនិកាយពន្លឺសុទ្ធបាននិយាយមនុស្សជាច្រើនបានឆ្លើយតបភ្លាមមនុស្សទាំងនោះបានចុះខាងនិកាយពន្លឺសុទ្ធហើយពួកគេកំពុងបង្ហាញការបង្ហាញនៅក្នុងទីក្រុងនេះចំពោះអំណាចនៃនិកាយពន្លឺសុទ្ធអ្នកអនុវត្តខ្លាំងជាច្រើនមិនពេញចិត្តនឹងវាទេទោះយ៉ាងណាមិនមាននរណាម្នាក់និយាយអំពីការប្រឆាំងរបស់ពួកគេឡើយក្នុងរយៈពេល2 3ថ្ងៃនិកាយពន្លឺសុទ្ធបានបង្កើតអំណាចរបស់ពួកគេឈាមត្រូវបានចាក់ដើម្បីឲ្យពួកគេអាចធ្វើបានពីថ្ងៃមុនអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់2នាក់បានព្យាយាមប្រយុទ្ធជាមួយអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ម្នាក់ពីមហាអាណាចក្រពន្លឺសុទ្ធទោះយ៉ាងណាអ្នកអនុវត្តមហាអាណាចក្រពន្លឺសុទ្ធនោះបានប្រើការវាយដោយដៃមួយដើម្បីសម្លាប់អ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ទាំង2នាក់ភ្លាមនៅមុខទីក្រុងបន្ទាប់ពីនោះមិនមាននរណាដែលប្រឈមមុខជាមួយមហាអាណាចក្រពន្លឺសុទ្ធទេប្រាកដណាស់អំណាចរបស់ពួកគេលើសពីពួកគេយ៉ាងខ្លាំងសូពេលពួកគេឃើញថាមិនមាននរណានៅក្នុងទីក្រុងដែលប្រឆាំងពួកគេអ្នកអនុវត្តកម្រិតខ្ពស់ពីមហាអាណាចក្រពន្លឺសុទ្ធទាំងអស់បានសើចយ៉ាងរីករាយពួកគេបានបង្ហាញខ្លួនចេញហើយរាល់អ្នកបានទទួលខុសត្រូវក្នុងផ្នែកនៃទីក្រុងដូចជាពួកគេគ្រប់គ្រងជាអ្នកដឹកនាំហុយវាជាអ្នកដែលរំខានមូលីងបានមើលទៅកាន់រូបមន្តមួយដែលកំពុងមកកាន់ពួកគេខណៈពេលដែលអារម្មណ៍របស់គេបានផ្លាស់ប្ដូរយ៉ាងទន់ភ្លន់ពេលគេសើចលីនដុងបានបង្វើមើលហើយឃើញបុរសម្នាក់ស្លៀកពាក់អាវពណ៌មាសដែលកំពុងឈរលើកំពូលសំណង់មុខរបស់គេពោពេញដោយអារម្មណ៍អត់ធ្មត់បន្ទាប់ពីថ្ងៃចំនួននេះគេជឿថាពួកគេជាអ្នកគ្រប់គ្រងនៃដែននេះដូច្នេះក្នុងមតិរបស់ពួកគេអ្នកផ្សេងទៀតគឺជាអ្នកក្រោមក្រៅពីនេះលីនដុងបានដឹងថាបុរសស្លៀកពាក់អាវពណ៌មាសនោះមានឈ្មោះថាសៀហួងគេក៏ជាអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ថ្មីម្នាក់ពីមហាអាណាចក្រពន្លឺសុទ្ធលើសពីនេះបុរសនោះបានស្គាល់សិល្បៈសង្គ្រាមបង្ហាញហើយគេមានអំណាចខ្លាំងណាស់នៅក្នុងការពិតអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ធម្មតាច្រើនមិនអាចប្រឈមមុខជាមួយគេបានទេដូច្នេះបុរសនេះមានអារម្មណ៍អត់ធ្មត់យ៉ាងខ្លាំងប្រាកដណាស់អ្វីដែលសំខាន់បំផុតគឺគេមានការមិនពេញចិត្តជាមួយមូលីងនិងអ្នកផ្សេងទៀតហេតុការណ៍នេះបានកើតឡើងពីថ្ងៃមុននៅពេលលីនដុងបានមកដល់ទីក្រុងជាលើកដំបូងហើយមន់សានកំពុងចេញទៅស្វែងរកព័ត៌មានពេលដែលគេមិនអាចស្ដាប់អារម្មណ៍អត់ធ្មត់របស់ស៊ីហួងបានគេបានបង្ហាញការតវ៉ាដោយមិនចង់បានទោះយ៉ាងណាគេមិនបានរំពឹងថាស៊ីហួងនឹងស្ដាប់គេភ្លាមគេបានអៀននឹងបានវាយគេហើយចិត្តនឹងរបួសមន់សានសំណាងល្អមូលីងបានតាមក្រោយនឹងអាចឈប់ស៊ីហួងបានទោះយ៉ាងណាដោយការធ្វើដូច្នេះពួកគេក៏បានបង្កការមិនពេញចិត្តជាមួយអ្នកអនុវត្តមហាអាណាចក្រពន្លឺសុទ្ធនេះផងដែរដូច្នេះពួកគេបានប្រឈមមុខនឹងបុរសនោះទោះបីជាយ៉ាងណាដោយសារអំណាចដ៏ខ្លាំងរបស់មហាអាណាចក្រពន្លឺសុទ្ធមូលីងគ្រាន់តែអាចជ្រើសរើសធ្វើជាអ្នកទ្រាំទ្រសៀហួងបានដើរលើសំណង់ខណៈពេលដែលអ្នកអនុវត្តកម្រិតខ្ពស់ជាច្រើនបានតាមក្រោយគេនេះគឺជាអ្នកអនុវត្តខ្លាំងផ្សេងទៀតដែលបានចុះខាងមហាអាណាចក្រពន្លឺសុទ្ធនៅពេលដែលគេបានមើលចេញពីទីក្រុងខណៈពេលដែលភ្នែករបស់គេពោពេញដោយអារម្មណ៍ធ្ងន់ធ្ងរម្ចាស់សៀហួងនេះជាក្រុមមេដឹកនាំអាក្រក់ដ៏ធំមួយប្រសិនបើយើងប្រយុទ្ធជាមួយវាយើងនឹងត្រូវទទួលរងការប៉ះពាល់គូខាងក្រោយសៀហួងអ្នកអនុវត្តខ្លាំងម្នាក់មានមុខស្រទាប់បន្តិចបាននិយាយហើយតើមានអ្វីដែលគួរត្រូវខ្លាចមានអ្នកអនុវត្តកម្រិតខ្ពស់ជាច្រើននៅក្នុងអាណាចក្រដែលបានប្រមូលផ្ដុំនៅទីនេះឥឡូវនេះក្រុមមេដឹកនាំអាក្រក់បានមកដល់តែឲ្យពួកគេប្រយុទ្ធទៅមិនមានអ្វីសំខាន់ថាពួកគេនឹងទទួលការប៉ះពាល់ប៉ុន្មានទេនៅក្នុងការពិតបន្ទាប់ពីពួកគេខ្សោយចុះវានឹងកាត់បន្ថយឱកាសដែលពួកគេអាចឈប់ប្រឆាំងនឹងមហាអាណាចក្រពន្លឺសុទ្ធរបស់យើងនៅពេលអនាគតពួកគេនឹងត្រូវក្លាយជាអ្នកបម្រើថ្នាំរបស់យើងនិងបរិច្ចាគថ្នាំនិព្វានទាំងអស់របស់ពួកគេពេលដែលគេបានស្ដាប់ពាក្យរបស់គេសៀហួងបានសើចម្ចាស់មានការយល់ដឹងពិតប្រាកដពេលដែលគេបានស្ដាប់ពីភាពអាក្រក់នៃពាក្យរបស់ស៊ីហួងអ្នកអនុវត្តកម្រិតខ្ពស់ផ្សេងទៀតបានឆាប់ឆ្លើយតបដោយការគោរព
វាហាក់ដូចជាអារម្មណ៍នៅទីនោះមានភាពអាក្រក់ជាងទីផ្សេងទៀតត្រូវមានសត្វអាក្រក់ខ្លាំងមួយចំនួននៅក្នុងក្រុមមេដឹកនាំអាក្រក់នោះភ្នែករបស់ស៊ីហ៊ូងបានស្ដារចុះទៅកាន់តំបន់ខាងក្រៅនៃទីក្រុងភ្លាមអារម្មណ៍របស់គេបានផ្លាស់ប្ដូរទៅមើលមូលីងនិងអ្នកផ្សេងទៀតដែលកំពុងឈរលើជញ្ជាំងខ្ពស់ភ្លាមអារម្មណ៍អាក្រក់បានភ្លឺឡើងក្នុងភ្នែករបស់គេមូលីងនិងអ្នកផ្សេងទៀតពីមហាអាណាចក្រយ៉ានសូមចូលរួមជាមួយអ្នកផ្សេងទៀតនិងការពីជញ្ជាំងខាងជើងខាងលិចអ្នកត្រូវតែបញ្ឈប់ក្រុមមេដឹកនាំអាក្រក់និងការពីពួកគេពីការចូលទៅក្នុងទីក្រុងសូហុយរបស់ស៊ីហ៊ូងបានលឺឡើងក្នុងខ្យល់មុននឹងបញ្ចេញសូនៅក្នុងត្រចៀករបស់មូលីងនិងអ្នកផ្សេងទៀតភ្លាមអារម្មណ៍របស់ពួកគេបានផ្លាស់ប្ដូរពួកគេធម្មតាឆ្លប់ថាអារម្មណ៍ដែលកើតឡើងពីទីខាងជើងខាងលិចនៃក្រុមមេដឹកនាំអាក្រក់មានអំណាចខ្លាំងណាស់ឥឡូវនេះស៊ីហ៊ូងបានបញ្ជាឲ្យពួកគេទៅទីនោះគេក៏ច្បាស់ណាស់ថាគេកំពុងព្យាយាមប្រើសត្វអាក្រក់ទាំងនេះដើម្បីសម្លាប់ពួកគេស៊ីហ៊ូងតើអ្នកពិតជាគិតថាពួកយើងជាអ្នកក្រោមរបស់អ្នកមែនទេឌូយុនបានសើចអ្នកអូសនៅក្នុងចំណុចប្រមូលនេះមហាអាណាចក្រពន្លឺសុទ្ធរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងប្រសិនបើអ្នកប្រឆាំងយើងនឹងបញ្ជូនអ្នកចេញពីទីក្រុងភ្លាមហើយបោះអ្នកចូលទៅក្នុងក្រុមមេដឹកនាំអាក្រក់ហើយឲ្យពួកគេលេបអ្នកអារម្មណ៍របស់ស៊ីហ៊ូងបានងឹតហើយគេបានសូហុយអ្នកជាបរិសុទ្ធឈាមតើអ្នកបញ្ជាឲ្យយើងតើអ្នកគិតថាអ្នកជាអ្វីមន់សាន់បានខឹងយ៉ាងខ្លាំងប្រកបណាស់គេត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយពាក្យរបស់ស៊ីហ៊ូងសូមស្ងាត់មហាអាណាចក្រពន្លឺសុទ្ធមានអំណាចខ្លាំងណាស់ហើយវាជាការប្រឈមដ៏អាក្រក់សម្រាប់យើងក្នុងការប្រយុទ្ធជាមួយពួកគេទោះបីជាមូលីងមានអារម្មណ៍មិនសប្បាយប៉ុន្តែគេបានជ្រើសរើសឈប់ឌូយុននិងមន់សានដោយសំបីតែបាននិយាយយ៉ាងទន់ភ្លន់ពួកគេបានស្ដាប់ពាក្យរបស់គេហើយឌូយុននិងមន់សានមិនអាចក្រឡាប់ធ្មេញក្នុងការកំហឹងបានទេពីព្រោះពួកគេយល់ថាមានអ្នកអនុវត្តដ៏មានអំណាចច្រើននៅក្នុងមហាអាណាចក្រពន្លឺសុទ្ធលើសពីនេះទៅទៀតពួកគេក៏បានទទួលយកអ្នកអនុវត្តជំនាញខ្ពស់ពីអាណាចក្រផ្សេងផងដែរសំខាន់ជាងនេះគឺអ្នកអនុវត្តបង្ហាញខ្លាំងពីមហាអាណាចក្រពន្លឺសុទ្ធគឺមានអំណាចខ្លាំងពេកនៅក្នុងការពិតគេអាចសម្លាប់អ្នកអនុវត្តបង្ហាញខ្ពស់ជាច្រើនបានដោយខ្លួនឯងដោយផ្អែកលើការរៀបចំបច្ចុប្បន្នរបស់ពួកគេទោះបីជាពួកគេ5នាក់ប្រយុទ្ធប្រឆាំងពួកគេក៏អាចនឹងបរាជ័យនៅពេលដែលគេមើលទៅមន់សាន់ដែលកំពុងខឹងនឹងអ្នកផ្សេងទៀតលីនដុងបានជ្រើសរើសឈប់ឈរនិងគេមិនបាននិយាយអ្វីឡើយទោះយ៉ាងណាមានសញ្ញាអាក្រក់មួយបានភ្លឺឡើងក្នុងភ្នែកដែលមានការលេចតិចរបស់គេស៊ីហ៊ូងគឺមានអំណាចខ្លាំងពេកនៅលើកំពូលសំណង់នៅពេលដែលស៊ីហ៊ូងបានមើលឃើញមូលីងនិងអ្នកផ្សេងទៀតស្ងាត់ស្ងៀមគេបានលើកក្រឡុកមុខមុននឹងសាយយ៉ាងអាក្រក់គឺហុយជាប្រភេទសម្រាមដែលអត់ប្រយោជន៍តាមមហាអាណាចក្រយ៉ាងនេះគឺអ្វីខ្ញុំមិនដែលបានឮពីវាមុននេះទេតែអ្នកប្រឈមមុខនឹងមហាអាណាចក្រពន្លឺសុទ្ធរបស់ខ្ញុំអ្នកជាអ្នកបុរាណកពេលពួកគេបានស្ដាប់ពាក្យរបស់គេអារម្មណ៍របស់មូលីងនិងអ្នកផ្សេងទៀតបានផ្លាស់ប្ដូរទៅជាអារម្មណ៍មិនសប្បាយខ្លាំងទោះយ៉ាងណានៅពេលដែលការកំហឹងបានលើកឡើងក្នុងចិត្តរបស់ពួកគេមនុស្សម្នាក់បានដើរចេញយ៉ាងយឺតពីក្រោយពួកគេបន្ទាប់មកពាក្យធម្មតារបស់គេបានធ្វើឲ្យចិត្តរបស់ពួកគេឈឺចាប់ពីព្រោះពួកគេដឹងថាលីនដុងកំពុងត្រៀមធ្វើចលនាឡើងវិញប្រឆាំងនឹងសម្រាមដែលមានអាកប្បកិរិយាដូចនេះការអត់ធ្មេញមិនអាចដោះស្រាយបញ្ហាបានទេបងប្រុសលីនដុងក្រុមមូលីងបានភ្ញាក់ផ្អើលពេលដែលពួកគេឃើញលីនដុងដើរចេញពីក្រោយពួកគេបន្ទាប់មកមូលីងបាននិយាយដោយសម្លេងទាបកម្លាំងនៃមហាអាណាចក្រពន្លឺសុទ្ធគឺមានអំណាចខ្លាំងវាអាចនឹងមិនមានអត្ថប្រយោជន៍សម្រាប់យើងក្នុងការប្រឆាំងពួកគេទោះបីជាមូលីងមានក្តីក្រឡាប់ក្នុងចិត្តចំពោះមនុស្សពីមហាអាណាចក្រពន្លឺសុទ្ធក៏ដោយប៉ុន្តែគាត់បានដឹងថាកម្លាំងរបស់ពួកគេពិតជាខ្លាំងណាស់ប្រសិនបើពួកគេពិតជាប្រយុទ្ធប្រឆាំងនឹងពួកគេនឹងជាអ្នកបាត់បង់បងប្រុសមូលីងអ្នកក៏បាននិយាយមុននេះថាទោះបីវាត្រូវការប្រកបដោយភាពទាបក្នុងទីលានប្រយុទ្ធបុរាណក៏ដោយការមានភាពទាបពេកនឹងនាំឲ្យមានបញ្ហាអស់កលឹបជានិច្ចគឺសំឡេងរបស់លីនដុងស្ងប់ស្ងាត់ពេលដែលគាត់ឆ្លើយតបពេលដែលបាននៅនេះមូលីងបានសាយយ៉ាងក្រឡាប់គាត់មិនបានមានភាពទាបទេដោយកម្លាំងរបស់គាត់បានដឹងថាគាត់មិនខ្សោយជាងអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់នៅក្នុងមហាអាណាចក្រពន្លឺសុទ្ធទេប៉ុន្តែចំនួនអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ដែលខាងមុខមានមិនមែនមានតែមួយទេសំខាន់ជាងនេះគេមានអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ដែលជាអ្នកឯកទេសគាត់បានឃើញមនុស្សនោះអនុវត្តនៅថ្ងៃនោះហើយគាត់ពិតជាមានអំណាចមិនអាចប្រៀបធៀបបានទោះបីជាមូលីងក៏នឹងរកឃើញវាអស្ចារ្យក្នុងការប្រកួតប្រជែងប្រសិនបើដាក់នៅក្នុងមហាអាណាចក្រយ៉ានអ្នកអនុវត្តទាំងនេះនៃមហាអាណាចក្រពន្លឺសុទ្ធនឹងជាអ្នកមានកម្រិតខ្ពស់សិល្បៈសមត្ថភាពដែលពួកគេបណ្ដុះបណ្ដាលសិល្បៈសង្គ្រាមនិងទ្រព្យសម្បត្តិប្រលឹងដែលពួកគេកាន់កាប់ទាំងអស់មានអំណាចខ្លាំងណាស់កម្លាំងសង្គ្រាមរបស់អ្នករាល់គ្នាប្រហែលជាលើសពីអ្នកអនុវត្តកម្រិតដូចគ្នាពិន្ទុនេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាកម្លាំងនៃមហាអាណាចក្រពន្លឺសុទ្ធប្រកាសជាលើសពីមហាអាណាចក្រយ៉ានដូច្នេះនៅមុខមហាអាណាចក្រពន្លឺសុទ្ធដែលមានអំណាចខ្ញុំមិនមែនជាការមានភាពទាបទេប៉ុន្តែពួកគេគ្រាន់តែ incapability of contending and could only endure in silence អ្នកនិយាយថាខ្ញុំជាការលំបាកទោះបីជាមូលីងកំពុងសាយយ៉ាងក្រឡាប់ក៏ដោយនៅលើកំពូលសំណង់ខ្យាងហ៊ូងបានបំភ្លឺភ្នែកភ្លាមគាត់បានមើលលីនដុងដោយភ្នែកក្រហមហើយសម្លេងខ្ពស់មួយបានឮឡើងមើលទៅអ្នកក្មេងខាងក្រោមពិតជាមានកម្លាំងខ្លាំងការលំបាកនៃកម្រិតបង្ហាញដំបូងមួយចាប់អ្នកលំបាកទាំងនេះពីមហាអាណាចក្រយ៉ានពេលដែលការបញ្ជាដ៏តឹងរបស់ខ្យាងហ៊ូងបានបញ្ចប់អ្នកអនុវត្តជាច្រើននៅពីក្រោយគាត់បានមើលទៅលីនដុងនិងក្រុមរបស់គាត់ដោយមានគំនិតអាក្រក់ថាមពលយានដ៏ខ្លាំងបានចេញផ្សាយយ៉ាងយឺតហើយរាងកាយរបស់ពួកគេបានរត់ទៅមុខយ៉ាងឆាប់រហ័សបង្កើតជំវិញនិងចាប់យកលីនដុងនិងក្រុមពេលដែលបានឃើញនេះមូលីងនិងក្រុមបានផ្លាស់ប្ដូរពណ៌មុខបន្ទាប់មកពួកគេបានជំហានមុខនិងមើលស្ថានភាពយ៉ាងប្រុងប្រយ័ត្នហូទ
ទោះបីជាការប្រយុទ្ធកំពុងតែជិតមកដល់ក៏ដោយសូរ៉ូដែលធ្វើឲ្យពិភពលោកជឿចាប់បានលឺឡើងយ៉ាងខ្លាំងនៅខាងក្រៅទីក្រុងដីបានចាប់ផ្ដើមជឿចាប់ខណៈដែលក្រុមសត្វអាក្រក់ពណ៌ក្រហមបានរីករាលដាលមកមុខដូចជាអំបិលឈាមពួកគេបានបុកបញ្ចូលទៅក្នុងទីក្រុងការមើលឃើញសត្វអាក្រក់100000កំពុងរត់មកធ្វើឲ្យមនុស្សជាច្រើនមានជើងឈឺការវាយប្រហាររបស់ក្រុមសត្វអាក្រក់ក៏បានធ្វើឲ្យមុខរបស់ខ្យាងហ៊ូងនិងអ្នកផ្សេងទៀតផ្លាស់ប្ដូរគាត់បានមើលទៅខាងក្រៅទីក្រុងមុននឹងមើលលីនដងដោយមានការក្រឡាប់គេក្មេងប្រុសមើលទៅអ្នកមានសំណាងល្អប៉ុន្តែពេលដែលក្រុមសត្វអាក្រក់ត្រូវបានការពារខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាដើរទៅសុំស្លាប់ពេលដែលសម្លេងអាក្រក់របស់គាត់បានបញ្ចប់ភ្នែករបស់ខ្យាងហ៊ូងបានផ្លាស់ប្ដូរទៅកន្លែងផ្សេងទៀតខណៈដែលសូរ៉ូបានលើឡើងបញ្ជាឲ្យអ្នកអនុវត្តទាំងអស់ប្រឆាំងនឹងក្រុមសត្វអាក្រក់លីនដងបានមើលទៅរូបភាពរបស់ខ្យាងហ៊ូងយ៉ាងតឹងរ៉ឹងការប្រកួតសម្លាប់បានចេញពីភ្នែករបស់គាត់ក្នុងចិត្តរបស់គាត់ការមើលឃើញល្អដែលគាត់មានចំពោះមហាអាណាចក្រពន្លឺសុទ្ធបានបាត់បង់ពួកគេពិតជាមានអារម្មណ៍អាក្រក់ពេកបងប្រុសលីនដងយើងត្រូវការពីក្រុមសត្វអាក្រក់មុនប្រសិនបើវាពិតជាមិនល្អយើងនឹងចាក់ចេញពីកន្លែងនេះឲ្យឆាប់បំផុតមូលីងបាននិយាយដោយសំបីសូឥឡូវនេះពួកគេបានមានការប្រឆាំងជាមួយខ្យាងហ៊ូងវានឹងពិតជាយ៉ាងលំបាកក្នុងការបន្តនៅកន្លែងនេះបន្ទាប់ពីបានដោះស្រាយក្រុមសត្វអាក្រក់ពួកគេនឹងយកឱកាសចាក់ចេញឬទេបើមហាអាណាចក្រពន្លឺសុទ្ធមានគំនិតក្នុងការប្រយុទ្ធពួកគេពីព្រោះចំនួនរបស់ពួកគេតិចណាស់វានឹងជាបញ្ហាធ្ងន់ធ្ងរក្នុងការឆ្លើយតបនឹងពាក្យរបស់មូលីងលីនដងមិនបាននិយាយអ្វីទេមហាអាណាចក្រពន្លឺសុទ្ធពិតជាមានអំណាចខ្លាំងអ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់17អ្នកអនុវត្តកម្រិតបង្ហាញកម្រិតខ្ពស់ខណៈដែលអ្នកផ្សេងទាំងអស់នៅកម្រិតបង្ហាញដំបូងការរៀបចំដូចនេះអាចត្រូវបានគេពិចារណាថាជាអំណាចខ្លាំងទោះយ៉ាងណានេះគឺជាអដែលលីនដងអាចទទួលយកបានប្រសិនបើមហាអាណាចក្រពន្លឺសុទ្ធមិនមានការប្រុងប្រយ័ត្នគាត់មិនខកចិត្តក្នុងការបង្កើតការប្រយុទ្ធពិតប្រាកដឡើយជាមួយនឹងគំនិតទាំងនេះកម្រិតអាក្រក់មួយបានបញ្ចេញពីភ្នែករបស់លីនដងតួអង្គរបស់គាត់ដើមត្រូវបានគេរៀបចំឲ្យមិនប៉ះពាល់ដល់អ្នកដទៃប្រសិនបើអ្នកដទៃមិនប៉ះពាល់ដល់គាត់ទេទោះយ៉ាងណាពីព្រោះសៀវហ៊ូងបានយកឱកាសស្វែងរកបញ្ហាជាមួយលីនដងកុំបារម្ភថាគាត់នឹងក្លាយជាអាក្រក់និងអត់មេត្តាក្រុមសត្វអាក្រក់កំពុងមកដល់សូមប្រុងប្រយ័ត្នខណៈពេលកម្រិតអាក្រក់ភ្លឺចេញពីភ្នែករបស់លីនដងសូរបស់មូលីងបានបញ្ចេញក្នុងត្រចៀករបស់គាត់លីនដងបានបង្វិលខ្លួនហើយពិតណាស់ក្រុមសត្វអាក្រក់ធំមួយបានកំពុងប៉ះពាល់ទៅកាន់ជញ្ជាំងទីក្រុងបូមបូមនៅពេលក្រុមសត្វអាក្រក់បានចូលមកកាន់ពួកគេកម្លាំងថាមពលយានជាច្រើនបានបង្ហាញពីកម្ពស់ជញ្ជាំងទីក្រុងភ្លាមប្រែប្រួលសត្វអាក្រក់មួយចំនួននៅខាងមុខឲ្យคล้ายជាឈុតឈរទោះបីជាការវាយប្រហារពីជញ្ជាំងទីក្រុងមានភាពអាក្រក់ប៉ុន្តែក្រុមសត្វអាក្រក់មិនមានចុងបញ្ចប់ក្នុងភ្លាមសត្វអាក្រក់បានបុកទៅកាន់ជញ្ជាំងទីក្រុងមួយបន្ទាប់ពីមួយសូដ៏ទាបដែលស្ដាប់បានដូចជាបុកចូលទៅក្នុងបេះដូងរបស់គ្រប់គ្នាបង្កើតឲ្យការដកដង្ហើមរបស់ពួកគេคล้ายជាធ្ងន់ធ្ងរហូសត្វអាក្រក់ពណ៌ក្រហមបានលោតឡើងទៅលើជញ្ជាំងទីក្រុងដោយកម្លាំងលោតដ៏អស្ចារ្យបើកមាត់ធំរបស់ពួកវាដើម្បីបង្ហាញពីធ្មេញពណ៌ស្ដែកអាក្រក់នៅខាងក្នុងខណៈពេលដែលពួកវាបិទទៅលើមនុស្សនៅលើជញ្ជាំងសត្វអាក្រក់ខ្លះបានចូលទៅលើជញ្ជាំងទីក្រុងទោះបីពួកវាត្រូវបានបុកឲ្យคล้ายជាឈុតឈរដោយការវាយប្រហារច្រើនក្នុងភ្លាមប៉ុន្តែក្លិនឈាមដែលបន្តផ្ទុះចេញទៅក្រៅវិញបានបង្កើតឲ្យសត្វអាក្រក់នៅខាងក្រោមមានអារម្មណ៍រំភើបបង្កើតឲ្យពួកវាคล้ายជាអាក្រក់ជាងមុនសត្វអាក្រក់ជាច្រើនក៏បានចូលទៅលើជញ្ជាំងទីក្រុងដែលលីនដងនិងអ្នកផ្សេងទៀតកំពុងស្ថិតនៅទោះបីជាសត្វទាំងនេះត្រូវបានសម្លាប់យ៉ាងឆាប់រហ័សប៉ុន្តែអំណាចដែលមិនមានចុងបញ្ចប់បានបង្កើតឲ្យក្រឡុកស្នាមត្រចៀករបស់ពួកវាប៉ាងលីនដងបានចាប់សត្វអាក្រក់មួយដែលកំពុងលោតមកជិតគាត់ដោយដៃរបស់គាត់ខណៈពេលដែលកម្លាំងមួយបានហូរចេញពីកណ្ដាលប៉ាមរបស់គាត់ហើយបំបែកក្បាលសត្វអាក្រក់នោះនៅពេលដែលគាត់កំពុងតែចង់បោះវាទៅឲ្យឆាប់គាត់បានមានអារម្មណ៍ថាមានការប្រែប្រួលថាមពលមួយភ្លាមកម្លាំងទាញបានបង្ហាញពីកណ្ដាលប៉ាមរបស់គាត់ខណៈពេលដែលវត្ថុពណ៌ក្រហមបានបាញ់ចេញពីក្បាលសត្វអាក្រក់លីនដងបានចាប់វត្ថុពណ៌ក្រហមនោះហើយបានមើលវាបង្ហាញថាវាជារបស់មួយដែលស្រដៀងនឹងគ្រីស្តាល់អាក្រក់ទោះយ៉ាងណាមានស្នាមនៃថាមពលពណ៌ក្រហមភ្លឺនៅក្នុងគ្រីស្តាល់អាក្រក់នេះគ្រីស្តាល់អាក្រក់នៅទីក្រុងបុរាណមានថាមពលនិព្វាននៅពេលដែលគាត់បានស្គាល់ថាមពលពណ៌ក្រហមនេះការភ្ញាក់ផ្អើលបានបញ្ចេញពីភ្នែករបស់លីនដងមិនអាចជឿបានថាសាច់របស់សត្វអាក្រក់នៅទីនេះមានភាពរឹងមាំដូចជាថ្មវាបានក្លាយជាអំណាចខ្លាំងបន្ទាប់ពីបានទទួលថាមពលនិព្វានលីនដងបានកាន់គ្រីស្តាល់អាក្រក់ខណៈពេលដែលថាមពលលេបត្របាក់បានបង្ហាញពីកណ្ដាលប៉ាមរបស់គាត់ហើយបានលេបយកថាមពលនិព្វានទាំងអស់ដែលមាននៅក្នុងវាខណៈពេលដែលគ្រីស្តាល់អាក្រក់បានក្លាយជាធូលីនិងចលាយទោះយ៉ាងណាលីនដងមានអារម្មណ៍ថាមានការសោកស្ដាយបន្តិចថាមពលនិព្វាននៅក្នុងគ្រីស្តាល់អាក្រក់មិនមានច្រើនទេហើយគ្រាន់តែជាស្នាមតូចប៉ុណ្ណោះទោះយ៉ាងណាប្រសិនបើគាត់អាចលេបគ្រីស្តាល់អាក្រក់1000ឬ100នៅក្នុងពេលតែមួយវានឹងមានអត្ថប្រយោជន៍យ៉ាងខ្លាំងគិតមិនដល់ថាសត្វអាក្រក់ទាំងនេះមានប្រយោជន៍ដូចនេះបន្ទាប់ពីបានសាកល្បងអត្ថប្រយោជន៍នៃគ្រីស្តាល់អាក្រក់មើលទៅមានអារម្មណ៍រំភើបបានបង្ហាញនៅក្នុងភ្នែករបស់លីនដងនៅពេលដែលគាត់ឡើងមើលទៅកាន់ក្រុមសត្វអាក្រក់ពណ៌ក្រហមម្ដងទៀតនៅពេលនេះសត្វអាក្រក់ដ៏អាក្រក់ទាំងនេះដូចជាប្រហែលជាប្រភេទថ្នាំនិព្វានដែលកំពុងរុញគ្នាប្រសិនបើគាត់អាចលេបគ្រីស្តាល់សត្វអាក្រក់ទាំងនេះទាំងអស់នៅទីនេះគាត់នឹងអាចផលិតថ្នាំនិព្វានយ៉ាងហោចណាស់1000គ្រាប់នេះគឺជាចំនួនធំមួយមនុស្សគួរតែដឹងថាចំនួនថ្នាំនិព្វានដែលលីនដងមាននៅពេលនេះគ្រាន់តែជាង1000បន្តិចប៉ុណ្ណោះប្រសិនបើគាត់អាចលេបគ្រីស្តាល់ទាំងនេះអំណាចនៃថ្នាំនិព្វានរបស់គាត់នឹងពង្រីក2ដងប្រៀបធៀបនឹងការប្រែប្រួលយ៉ាងយូរនេះគឺជាផ្លូវឆាប់រហ័សក្នុងការទទួលបានថ្នាំនិព្វានវាជារបស់ល្អពិត
នៅពេលគំនិតរបស់គាត់បានដល់ចំណុចនេះលីនដុងបានចុចជើងរបស់គាត់ទៅលើជញ្ជាំងទីក្រុងខណៈពេលដែលរាងកាយរបស់គាត់បានហោះចុះពីជញ្ជាំងក្រោមការមើលឃើញរបស់មូលីងនិងអ្នកផ្សេងទៀតពន្លឺព្រះអាទិត្យមួយបានបង្ហាញពីរាងកាយរបស់គាត់ហើយរាល់ពេលដែលដៃរបស់គាត់ឈរឡើងកម្លាំងថាមពលយានដ៏អស្ចារ្យបានបង្ហាញចេញសត្វអាក្រក់ពណ៌ក្រហមត្រូវបានបំបែកជាច្រើនដោយកម្លាំងដៃដ៏អស្ចារ្យនៅពេលដែលពួកវាឈោះមកជិតជុំវិញរាងកាយរបស់គាត់ខណៈពេលដែលគ្រីស្តាល់អាក្រក់បានហូរចេញមួយចំនួនមុននឹងត្រូវបានយកចូលទៅក្នុងអាវរបស់លីនដុងហើយត្រូវបានលេបយកភ្លាមប្រែបរួចទៅជាដងនៃថាមពលនិព្វានដែលកំពុងហូរចូលក្នុងសាច់ដុំនិងឆ្អឹងរបស់គាត់បង្កើតឲ្យថាមពលយាននៅក្នុងរាងកាយរបស់គាត់ក្លាយជាធ្ងន់ធ្ងរនិងខ្លាំងឡើងអត្ថប្រយោជន៍នៃការអប់រំប្រកបដោយសង្គ្រាមនេះពិតជាអស្ចារ្យនៅពេលដែលមនុស្សជាច្រើននៅលើជញ្ជាំងទីក្រុងបានឃើញឈុតនេះមុខមាត់របស់ពួកគេបានផ្លាស់ប្ដូរនេះមិនមែនជាលើកដំបូងដែលពួកគេបានសម្លាប់សត្វអាក្រក់ទេដូច្នេះពួកគេបានដឹងពីថាមពលនិព្វាននៅក្នុងគ្រីស្តាល់អាក្រក់ទោះយ៉ាងណាពួកគេមិនចូលទៅក្នុងក្រុមសត្វអាក្រក់ដូចជាលីនដុងទេព្រោះពួកគេមិនមាននិមិត្តរូបលេបត្របាក់ហើយមិនអាចបំលែងគ្រីស្តាល់អាក្រក់បានភ្លាមដោយប្រើថាមពលនិព្វាននៅក្នុងវាដើម្បីបំពេញការប្រើប្រាស់ថាមពលរបស់រាងកាយមួយដងដែលពួកគេបានអស់ថាមពលនៅក្នុងក្រុមសត្វអាក្រក់ពួកគេនឹងត្រូវបានបំផ្លាញភ្លាមរហូតដល់មិនមានកំណត់សំណល់នៅសល់ទេដូច្នេះពួកគេអាចតែសង្កត់មើលសកម្មភាពអស្ចារ្យរបស់លីនដុងដោយអារម្មណ៍ជឿចាប់នៅលើកំពូលសំណង់ខ្ពស់មួយសៀវហួងបានមើលលីនដុងបង្ហាញអំណាចរបស់គាត់ខណៈពេលដែលមើលឃើញស្នាមមិនល្អនៅក្នុងភ្នែករបស់គាត់មុននឹងនិយាយសំបីតែសូក្មេងប្រុសប្រើថាមពលទាំងអស់របស់អ្នកដើម្បីស្វែងរកគ្រីស្តាល់អាក្រក់នៅពេលដែលក្រុមសត្វអាក្រក់បានបញ្ចប់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកយល់ថាការប្រាក់នៃការខិតខំរបស់អ្នកនឹងក្លាយជារបស់ខ្ញុំអាណាចក្រប្រាក់ព្រះសង្ឃរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងចំណុចប្រមូលនេះពោលគឺអ្នកទាំងអស់គ្នាជាអ្នកស្លាប់ថ្នាំដែលបំលែងថ្នាំនិព្វានសម្រាប់យើងប៉ាងប៉ាងនៅក្នុងលំហស្រង់ក្រហមនៃអរិយមានព្រះអាទិត្យភ្លឺចេញស្រមោលមួយបានភ្លឺឡើងខណៈដែលមានរលកថាមពលយានដ៏ខ្លាំងបានបង្ហូរចេញដោយសារថាមពលដ៏ខ្លាំងនេះទោះបីជាសត្វអរិយទាំងនេះមានភាពរឹងមាំដូចដែកក៏ដោយនៅពេលដែលពួកវាប៉ះពាល់គ្នាពួកវាត្រូវបានបំផ្លាញទាំងអស់នៅពេលដែលថាមពលនេះចូលទៅក្នុងរាងកាយរបស់ពួកវាចុងក្រោយមានកាំរស្មីក្រហមឈូសចេញពីក្នុងសាច់របស់ពួកវាមុននឹងហោះទៅក្នុងអាវរបស់មនុស្សនោះគឺជាលីនដុងនៅពេលនេះអារម្មណ៍របស់គាត់មានអំណាចខ្លាំងជាងមុនខណៈដែលថាមពលយាននៅលើរាងកាយរបស់គាត់កំពុងរីកចម្រើនប្រាកដណាស់ការប្រកួតនេះបានផ្ដល់អត្ថប្រយោជន៍ដល់គាត់យ៉ាងខ្លាំងអស្ចារ្យលីនដុងបានរំកិលមួយដៃរបស់គាត់ដោយផ្ទុះសត្វអរិយមួយដែលកំពុងមកបន្ទាប់មកគាត់បានពង្រេកដៃរបស់គាត់មុននឹងបញ្ចូលគ្រឿងក្រឡុកអរិយនោះហើយបំលែងវាទៅជាធាតុអាកាសនិព្វាននៅពេលវាដើរតាមរាងកាយរបស់គាត់ហើយគាត់មានអារម្មណ៍ថាថាមពលយានកំពុងកើនឡើងក្នុងរាងកាយរបស់គាត់មានអារម្មណ៍រីករាយយ៉ាងខ្លាំងផងដែរនៅពេលនេះជញ្ជាំងទីក្រុងទាំងមូលបានចុះទៅក្នុងការប្រយុទ្ធដ៏ខ្លាំងខណៈពួកគេប្រឈមមុខនឹងក្រុមអរិយដ៏ធំមួយពួកគេចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចសំណាងល្អគេជាច្រើនគឺជាអ្នកមានទេពកោសល្យពីអាណាចក្ររបស់ពួកគេហើយដោយសារការងារជាក្រុមពួកគេអាចការពារជញ្ជាំងទីក្រុងបានយ៉ាងពេញលេញបន្ទាប់ពីទាំងនេះទោះបីជាសត្វអរិយមានសារធាតុពុលក៏ដោយពួកវាមិនមានការយល់ដឹងដូចមនុស្សទេមូលីងនិងអ្នកទាំងពីរនោះកំពុងការពារផ្នែកនីមួយនៃជញ្ជាំងទីក្រុងបន្ថែមពីនេះខណៈពួកគេប្រយុទ្ធប្រឆាំងនឹងសត្វអរិយផ្នែករបស់ពួកគេតែងតែបង្វិលទៅមើលមនុស្សម្នាក់នៅកណ្ដាលក្រុមអរិយទោះបីមានរលកអរិយដ៏ធំក៏ដោយមនុស្សនោះគឺដូចជាអាវក្នុងព្យុះមួយមិនថាព្យុះនោះនឹងរំខានយ៉ាងដូចម្តេចវានឹងមិនអាចបង្វិលបានក្រោមស្ថានភាពណាមួយទេលីនដុងពិតជាខ្លាំងណាស់គេនៅពេលពួកគេមើលទៅកាន់ទស្សនវិជ្ជានេះមូលីងនិងអ្នកផ្សេងទៀតមិនអាចមិនទទួលស្គាល់ថាលីនដុងពិតជាខ្លាំងជាងពួកគេនៅតែមានអារម្មណ៍ថាប្រសិនបើពួកគេរត់ចូលទៅក្នុងរលកអរិយពួកគេមិនអាចរស់នៅបានយូរទេដោយគ្មានសញ្ញានៃការធុញទ្រាន់នៅក្បែរពួកគេទឹកមុខរបស់លីនឡាងធានមានភាពតឹងតែងខណៈដែលគាត់កំពុងមើលមនុស្សនោះនៅកណ្ដាលក្រុមអរិយខណៈពេលដែលភ្នែករបស់គាត់ភ្លឺឡើងមិនមាននរណាអាចដឹងថាគាត់កំពុងគិតអ្វីការប្រយុទ្ធកំពុងបន្តនៅក្រោមជញ្ជាំងទីក្រុងខណៈពួកគេចាប់ផ្ដើមធ្វើការប្រយុទ្ធបានយ៉ាងល្អនិងពួកគេរីករាយនឹងអត្ថប្រយោជន៍ពីធាតុអាកាសនិព្វាននៅក្នុងគ្រឿងក្រឡុកអរិយសមាជិកខ្លះដែលមានជំនាញខ្ពស់បានរត់ចុះពីជញ្ជាំងទីក្រុងទោះបីជាពួកគេមិនបានចុះចូលទៅក្នុងរលកអរិយក៏ដោយពួកគេបានជ្រើសរើសឲ្យនៅជិតជញ្ជាំងទីក្រុងហើយសម្លាប់សត្វអរិយដើម្បីទទួលបានគ្រឿងក្រឡុកអរិយរបស់ពួកវាដោយសារការតស៊ូយ៉ាងខ្លាំងរបស់ពួកគេក្រុមអរិយនេះបានតិចតួចចុះការពិតនេះបានធ្វើឲ្យពួកគេចាប់ផ្ដើមដកដង្ហើមយ៉ាងស្រួលនៅលើអត្រានេះពួកគេគួរតែអាចរស់នៅបានរលកអរិយនេះគ្រាន់តែដូចនេះប៉ុណ្ណោះនៅពេលដែលការប្រយុទ្ធដ៏ខ្លាំងកំពុងកើតឡើងនៅជុំវិញជញ្ជាំងទីក្រុងនៅលើប៉មមេឃាកណ្ដាលទីក្រុងមានមនុស្សជាច្រើនកំពុងឈរប្រកបដោយភាពខ្ពង់ខ្ពស់ភ្នែករបស់ពួកគេបានស្ដារទៅលើជញ្ជាំងទីក្រុងទាំងមូលដូចជាពួកគេជាអ្នករាជនៅពេលពួកគេឃើញថាក្រុមអរិយត្រូវបានឈប់ឈរមនុស្សម្នាក់បាននិយាយដោយមិនមានអារម្មណ៍នៅលើប៉មមានមនុស្សចំនួន8នាក់នៅពេលនេះសៀហួងដែលមានការមិនពេញចិត្តជាមួយលីនដុងនិងអ្នកផ្សេងទៀតក៏បាននៅទីនេះផងដែរប្រាកដណាស់ពួកគេគឺជាអ្នកអនុវត្តដ៏ល្អឥតខ្ចោះពីមហាអាណាចក្រពន្លឺសុភមង្គលក្នុងចំណោម8នាក់នោះមានបុរសម្នាក់ស្លៀកពាក់អាវពណ៌បៃតងបុរសនេះមើលទៅស្រស់ស្អាតយ៉ាងខ្លាំងទោះបីជាយ៉ាងណាបូមាត់របស់គាត់មានរាងដូចកាំបិតហើយវាបង្ហាញឲ្យគេយល់ថាបុរសនេះមិនមែនជាបុរសសុភមង្គលទេបុរសនោះឈរនៅមុខហើយទោះបីជាសៀហួងដែលមានអារម្មណ៍ខ្ពស់ក៏ដោយគាត់ក៏មិនអាចមិនឈរខាងក្រោយគាត់បានទេប្រាកដណាស់បុរសស្លៀកពាក់អាវពណ៌បៃតងនេះគឺជាអ្នកអនុវត្ត manifestation ដ៏ខ្ពស់តែម្នាក់នៅក្នុងតំបន់នេះ
នៅពេលនេះសម្រាប់ក្រុមអារក្សនេះពួកវាគ្រាន់តែជាសត្វអារក្សកម្រិតបង្កើតរូបរាងយ៉ាងឆាប់នេះប្រហែលជាសត្វអារក្សកម្រិត manifestation នឹងបង្ហាញខ្លួននៅពេលនេះខ្ញុំអាចមានអារម្មណ៍ថាមានអារម្មណ៍មួយនៅក្នុងរលកអារក្សដែលអាចគូផ្គងជាមួយអ្នកអនុវត្តកម្រិត manifestation ក៏បរិសុទ្ធស្លៀកពាក់អាវពណ៌បៃតងបានមើលទៅកាន់ក្រុមអារក្សនៅខាងក្រៅទីក្រុងខណៈដែលគាត់និយាយដោយសម្រួលសត្វអារក្សកម្រិត manifestation ដ៏ខ្ពស់គ្រាន់តែដូចនេះប៉ុណ្ណោះដោយផ្អែកលើសមត្ថភាពរបស់សិនលីប្រសិនបើវាមិនមែនជាអ្នកអនុវត្តកម្រិតនិព្វានកម្រិតខាងក្រោមមិនមាននរណាអាចគូផ្គងជាមួយអ្នកនៅខាងក្រោយបរិសុទ្ធស្លៀកពាក់អាវពណ៌បៃតងមនុស្សម្នាក់បានញឹមនឹងនិយាយប្រកាសណាស់សិនលីគឺជាអ្នកមានទេពកោសល្យដែលមានកម្រិតខ្ពស់ពីមហាអាណាចក្រពន្លឺសុភមង្គលដែលត្រូវបានកើតឡើងមួយដងក្នុង100ឆ្នាំមិនមាននរណាដែលនៅក្រោមកម្រិតនិព្វានអាចគូផ្គងជាមួយគាត់បានទេនៅពេលនោះពេលដែលសត្វនោះបង្ហាញខ្លួនសិននឹងសម្លាប់វាដោយផ្ទាល់ហើយទទួលបានគ្រឿងក្រឡុកអារក្សរបស់វាខ្ញុំជឿថាគ្រឿងក្រឡុកអារក្សដ៏ខ្លាំងនេះត្រូវតែមានធាតុអាកាសនិព្វានច្រើនដោយផ្អែកលើសមត្ថភាពរបស់ជីដាលីគេនឹងមិនយូរទេមុននឹងគាត់អាចធ្វើការបំបែកទៅកម្រិតនិព្វាននៅពេលនោះយើងនឹងអាចចូលទៅក្នុងទីកន្លែងសង្គ្រាមបុរាណបានយ៉ាងជ្រាលជ្រៅនៅក្នុងតំបន់នោះធាតុអាកាសនិព្វានដែលមាននៅចន្លោះមេឃនិងដីមានភាពសម្បូរបែបជាងក្រៅជាច្រើនប្រសិនបើយើងហាត់នៅទីនោះយើងនឹងអាចមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅពេលពួកគេបានស្ដាប់ពាក្យសរសើរទាំងនេះពីក្រោយគាត់បុរសដែលស្លៀកពាក់អាវពណ៌បៃតងបានញឹមយ៉ាងទន់ភ្លន់ខណៈដែលគាត់លេងជាមួយក្រវ៉ាត់មាសមួយនៅក្នុងដៃគាត់មានអារម្មណ៍ថាមានភាពអត់ធ្មត់លើមុខគាត់នៅពេលនេះនៅកន្លែងនេះគាត់គឺជាព្រះមហាក្សត្រនេះគឺដោយសារថាមពលគឺជាអ្វីគ្រប់យ៉ាងនៅក្នុងពិភពលោកនេះហូនៅពេលដែលពួកគេនៅលើប៉មមេឃីកំពុងនិយាយគ្នានៅកណ្ដាលនៃក្រុមអារក្សមានសម្លេងហូរដ៏គ្រោះថ្នាក់មួយបានបង្ហាញខ្លួនបន្ទាប់មកមនុស្សបានឃើញសត្វអារក្សពណ៌ក្រហមឈូសធំមួយចំនួនកំពុងដើរលើដីមុននឹងវាប៉ះជញ្ជាំងទីក្រុងនៅក្នុងសត្វអារក្សពណ៌ក្រហមទាំងនេះមានអារម្មណ៍មួយដែលមិនអាចបាត់បង់ទៅនឹងអ្នកអនុវត្តកម្រិត manifestation បានបង្ហាញខ្លួនបណ្ដាលឲ្យមនុស្សជាច្រើនដែលកំពុងឈរលើជញ្ជាំងទីក្រុងមានអារម្មណ៍ភ័យខ្លាចយ៉ាងឆាប់រហ័សអ្នកអនុវត្តជំនាញដែលកំពុងស្វែងរកសត្វអារក្សនៅក្រោមជញ្ជាំងបានត្រឡប់មកវិញទៅកាន់ជញ្ជាំងទីក្រុងទោះបីពួកគេអាចសម្លាប់សត្វអារក្សផ្សេងទៀតបានយ៉ាងងាយស្រួលប៉ុន្តែប្រឆាំងនឹងសត្វអារក្សទាំងនេះដែលក៏មានកម្រិត manifestation ពួកគេត្រូវតែប្រុងប្រយ័ត្នក្រុមសត្វអារក្ស manifestation ដែលបានបង្ហាញខ្លួនយ៉ាងចៃដន្យនេះធ្វើឲ្យលីនដុងមានការចាប់អារម្មណ៍ទោះយ៉ាងណាគាត់មិនមានអារម្មណ៍ភ័យខ្លាចទេប៉ុន្តែមានអារម្មណ៍រីករាយបន្តិចនៅក្នុងភ្នែករបស់គាត់អ្នកទាំងអស់គ្នាមកដល់ពេលត្រឹមត្រូវខ្ញុំអាចប្រើប្រាស់អ្នកទាំងអស់គ្នាដើម្បីវាយប្រហារទៅកាន់កម្រិត manifestation ខ្ពស់ថាមពលយានដានបានបង្វិលជុំវិញរាងកាយរបស់លីនដុងបន្ទាប់មកគាត់បានចាប់ដៃរបស់គាត់មុននឹងអាវុធឆ្លាតក្រពើមេឃរបស់គាត់បានបង្ហាញខ្លួនភ្លាមខណៈពេលដែលអារម្មណ៍ដ៏ខ្លាំងមួយបានបង្ហូរចេញដៃរបស់លីនដុងបានចាប់យ៉ាងតឹងរឹងទៅលើអាវុធឆ្លាតរបស់គាត់ខណៈដែលរាងកាយរបស់គាត់បានរត់ទៅកាន់ក្រុមសត្វអារក្ស manifestation នៅពេលដែលគាត់បានហោះនៅក្នុងខ្យល់គាត់បានរំកិលអាវុធឆ្លាតរបស់គាត់មុននឹងមានស្រមោលអាវុធចំនួនច្រើនបានភ្លឺឡើងនៅលើមេឃហើយធ្លាក់ចុះទៅលើសត្វអារក្ស manifestation ធំទាំងនោះហុយសត្វអារក្ស manifestation ទាំងនេះមានភាពរឹងមាំជាងសត្វអារក្សផ្សេងទៀតនៅពេលដែលអ្នកអនុវត្តកម្រិត manifestation ធ្វើការប៉ះពាល់ដោយផ្ទាល់វានឹងមិនបង្កឲ្យមានការខូចខាតច្រើនទេទោះយ៉ាងណាទោះបីជារូបរាងរបស់ពួកគេរឹងមាំប៉ុន្តែពេលដែលពួកគេប្រឈមមុខនឹងអាវុធឆ្លាតក្រពើមេឃរបស់លីនដុងពួកគេខ្លាចជាអន់ដូចជាទូហ្វូនៅគ្រប់កន្លែងដែលស្រមោលអាវុធរបស់គាត់បានភ្លឺឡើងសត្វអារក្ស manifestation មួយនឹងត្រូវបានគេបំបែកដោយអាវុធឆ្លាតនេះមុននឹងវាធ្លាក់ចុះទៅលើដីនេះគឺជាការបំផ្លាញយ៉ាងពេញលេញនៅគ្រប់កន្លែងដែលលីនដុងបានឆ្លងកាត់ស្រមោលអាវុធរបស់គាត់បានភ្លឺឡើងផងដែរបន្ថែមពីនេះនៅពេលដែលគាត់ធ្វើការប្រកួតគ្នាគាត់នឹងបង្កឲ្យមានស្រមោលឈាមបង្ហូរចេញហើយគាត់បានបន្តទទួលយកគ្រឿងក្រឡុកអារក្សដែលពោពេញដោយធាតុអាកាសនិព្វានមុននឹងគាត់បានលេបនិងបង្កើតវានៅពេលដែលគាត់បានលេបយ៉ាងឆាប់រហ័សថាមពលយានដាននៅក្នុងរាងកាយរបស់លីនដុងបានកើនឡើងខណៈពេលដែលអារម្មណ៍របស់គាត់ខ្លាចជាខ្លាំងឡើងនៅពេលនេះគាត់ក៏បានបង្ហាញសញ្ញាដែលអាចធ្វើការបំបែកទៅកម្រិត manifestation ខ្ពស់បានយ៉ាងស្រាលនៅលើជញ្ជាំងទីក្រុងមនុស្សបានមើលទៅកាន់រូបភាពដ៏អំណាចនៅកណ្ដាលរលកអារក្សខណៈពួកគេបានសម្បីតែដកដង្ហើមយ៉ាងភ្ញាក់ផ្អើលបន្ទាប់ពីគ្រប់គ្នាមិនមាននរណាអាចបំបែកសត្វអារក្ស manifestation ខ្ពស់ទាំងនេះបានយ៉ាងសេរីអ្វីដែលគួរឲ្យកត់សម្គាល់គឺជាធាតុអាកាសយានដ៏អស្ចារ្យមួយទោះយ៉ាងណាការរំខាននេះគឺធ្វើឲ្យមានភាពអស្ចារ្យដូច្នេះទាំងអស់នៃរូបភាពដែលឈរលើប៉មមេឃីបានឈើទៅលោក edit បរោះដែលស្លៀកពាក់អាវពណ៌បៃតងដែលជាអ្នកដឹកនាំរបស់ពួកគេបានលេងដៃរបស់គាត់យ៉ាងទន់ភ្លន់ខណៈដែលគាត់បានមើលទៅកាន់អាវុធឆ្លាតក្រពើមេឃនៅក្នុងដៃរបស់លីនដុងហើយបាននិយាយយ៉ាងយឺតពហុអ្នកនោះគ្រាន់តែមានកម្រិត manifestation ដំបូងប៉ុណ្ណោះមូលហេតុដែលគាត់មានអំណាចខ្លាំងបែបនេះគឺដោយសារធាតុអាកាសយានដែលគាត់មានជីដាលីគ្រាន់តែអ្នកដែលអាចនាំឲ្យធាតុដូចនេះមានសមត្ថភាពពេញលេញបរោះដែលមិនមានការអភិវឌ្ឍនេះមិនមានសិទ្ធិទូវិទេអារម្មណ៍របស់សិនហ៊ូងមានភាពតឹងតែងខណៈដែលគាត់បាននិយាយក្មេងនោះកំពុងតែចិត្តធ្វើការបំបែកទៅកម្រិត manifestation ខ្ពស់ម្នាក់បាននិយាយដោយភ្ញាក់ផ្អើលអ្នកអនុវត្តកម្រិត manifestation ខ្ពស់មិនមានអ្វីសំខាន់សម្រាប់ខ្ញុំទេបន្ទាប់ពីលោកអារក្សនេះបញ្ចប់សូមស្នើឲ្យបុរសនោះមកឃើញខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាវុធឆ្លាតក្រពើមេឃរបស់គាត់តែគ្រាន់តែគាត់ផ្ដល់ធាតុអាកាសនេះឲ្យខ្ញុំនឹងធានាថាគាត់នៅសុវត្ថិភាពនៅក្នុងទីកន្លែងសង្គ្រាមបុរាណបុរសដែលស្លៀកពាក់អាវពណ៌បៃតងបានញឹមយ៉ាងទន់ភ្លន់មុននឹងនិយាយយ៉ាងសាមញ្ញយ៉ាងហោចណាស់នៅពេលដែលគាត់បានស្ដាប់ពាក្យរបស់គាត់ស៊ិនហ៊ូងបានឆាប់ឆ្លើយតបខណៈដែលគាត់បានមើលទៅកាន់រូបភាពដែលកំពុងឆ្លងកាត់រលកអារក្សគាត់បានមានការសើចមិនអាចទប់ទល់បានតើគាត់ជាអ្នកអូសអារម្មណ៍ដូចម្តេច
ตากอดไอ้บังฮังอำนาจរបស់គាត់បានយ៉ាងហោចណាស់តើគាត់ជាបុរសដែលមានភាពអូសអារម្មណ៍កំភ្លើងឆ្អឹងនោះបានរំដូចជាស្នាមពុលជាមួយនឹងអារម្មណ៍បញ្ចូលដែលមិនអាចពិពណ៌នាបានវាបានចាក់យ៉ាងក្លាហានទៅលើសត្វអាក្រក់បង្កើតរូបរាងកម្រិតខ្ពស់ពីរគ្រាប់នៅក្នុងការពិតរាងកាយរឹងមាំរបស់ពួកវាគឺមិនមានអ្វីនៅមុខកំភ្លើងឆ្អឹងនោះទេការមើលឃើញនេះធ្វើឲ្យលីងដុងយល់ដឹងថាកំភ្លើងក្រពើមេឃរបស់គាត់មានភាពអាក្រក់យ៉ាងដូចម្តេចបើគ្មានកំភ្លើងនេះគាត់មិនអាចសម្លាប់សត្វអាក្រក់បង្កើតរូបរាងទាំងនេះដូចជាការសម្លាប់មន់បានទេបន្ទាប់ពីគាត់បានសម្លាប់សត្វអាក្រក់បង្កើតរូបរាងទាំងពីរអារម្មណ៍ក្នុងរាងកាយទាំងមូលរបស់លីនដុងដូចជាត្រូវបានបង្ហាញដល់ចំណុចបំបែកនៅក្នុងការពិតថាមពលយានក៏កំពុងឈូសឆាយនៅក្នុងភ្នែករបស់គាត់ផងដែរគាត់អាចមានអារម្មណ៍យ៉ាងច្បាស់ថាគាត់គ្រាន់តែជាជំហានតូចមួយចំហាយពីការឈានដល់កម្រិតបង្កើតរូបរាងខ្ពស់ហូហូទោះយ៉ាងណានៅពេលដែលលីនដុងមានអារម្មណ៍រីករាយនឹងការពិតនេះយ៉ាងចាស់នៅក្នុងផ្នែកជ្រៅមួយនៃក្រុមសត្វអាក្រក់មានសម្លេងរំខានដ៏ធំមួយបានបង្ហាញខ្លួនបន្ទាប់មកសត្វអាក្រក់ធំមួយបានបង្ហាញខ្លួនយ៉ាងយឺតនៅពេលដដែលអារម្មណ៍អាក្រក់និងក្លាហានដែលធ្វើឲ្យមុខមនុស្សមានការផ្លាស់ប្ដូរយ៉ាងខ្លាំងបានចេញផ្សាយយ៉ាងយឺតនៅពេលដែលសត្វអាក្រក់បង្កើតរូបរាងនេះបានបង្ហាញខ្លួនវាបានបំលែងទៅជាអគ្គិសនីខ្មៅមុននឹងរត់ទៅកាន់លីនដុងវាបានបង្ហាញថាវាមានអារម្មណ៍ខឹងយ៉ាងខ្លាំងបន្ទាប់ពីបានឃើញលីនដុងសម្លាប់សត្វអាក្រក់ទាំងនេះសត្វអាក្រក់បង្កើតរូបរាងកម្រិតខ្ពស់នៅពេលដែលពួកគេមើលទៅសត្វអាក្រក់ធំមួយនោះមនុស្សជាច្រើនបានដកដង្ហើមយ៉ាងតឹងតែងពួកគេមិនដែលរំពឹងថានឹងមានអត្តសញ្ញាណអាក្រក់ដូចនេះនៅក្នុងលំហសត្វអាក្រក់ទេមនុស្សនោះពិតជាអស្ចារ្យនៅពេលដែលមនុស្សខ្លះកំពុងសោកស្ដាយលីនដុងដែលបាននៅក្នុងលំហសត្វអាក្រក់ពួកគេក៏ដឹងថាវាមិនមែនជារឿងងាយស្រួលក្នុងការទទួលបានគ្រីស្តាល់សត្វអាក្រក់ទេដូច្នេះវាជាពេលវេលាសម្រាប់លីនដុងក្នុងការបង់តម្លៃសត្វអាក្រក់បង្កើតរូបរាងកម្រិតខ្ពស់បន្ទាប់ពីលីនដុងបានចាក់សត្វអាក្រក់មួយដោយផ្ទាល់ភ្នែករបស់គាត់ក៏បានមើលទៅសត្វអាក្រក់ធំមួយដែលកំពុងមកដល់ទោះយ៉ាងណាគាត់មិនមានអារម្មណ៍ភ័យខ្លាចទេផ្ទុយទៅវិញអារម្មណ៍រីករាយបានហូរចេញពីភ្នែករបស់គាត់ក្រោយពីគាត់ដឹងថាបើគាត់អាចទទួលបានគ្រីស្តាល់ពីសត្វអាក្រក់បង្កើតរូបរាងកម្រិតខ្ពស់នោះបានគាត់នឹងអាចឈានដល់កម្រិតបង្កើតរូបរាងខ្ពស់បានភ្លាមរំលងសត្វអាក្រក់ធំមួយដែលមានពណ៌ក្រហមស្រស់ដែលរាងកាយទាំងមូលរបស់វាហាក់ដូចជាត្រូវបានលាបដោយឈាមបានប្រញាប់ប្រញាល់មកកាន់លីនដុងជាមួយជំហានដែលធ្វើឲ្យដីឈឺចាប់ដែលមានអារម្មណ៍អាក្រក់នៅក្រោមការប្រញាប់ប្រញាល់ដ៏ខ្លាំងនេះដីធំទូលាយបានចាប់ផ្ដើមរំខាននៅពេលសត្វអាក្រក់ធំបានចូលចិត្តលីនដុងអាចមើលឃើញរូបរាងរបស់វាបានយ៉ាងច្បាស់សត្វអាក្រក់នេះហាក់ដូចជាសត្វក្រពើអាក្រក់ធំមួយហើយរាងកាយទាំងមូលរបស់វាត្រូវបានគ្របដណ្ដប់ដោយស្បែកក្រហមមួយដែលហាក់ដូចជាមានកម្លាំងខ្លាំងណាស់បន្ថែមពីនេះអាកាសហាក់ដូចជាត្រូវបានបំបែកនៅពេលវាប្រដាប់ក្បាលមេដែកពីររបស់វាតាមអាកាសមានក្លិនអាក្រក់មួយដែលមិនសូវច្បាស់មកពីក្បាលមេដែករបស់វាដែលមានភាពពុលខ្លាំងសត្វក្រពើអាក្រក់ដីនៅពេលដែលគាត់មើលទៅកាន់សត្វអាក្រក់ដ៏ខ្លាំងនេះមានអារម្មណ៍មួយនៃការគោរពបានបង្ហាញនៅក្នុងភ្នែករបស់លីនដុងប្រាកដណាស់គាត់បានកំណត់ប្រភពរបស់សត្វអាក្រក់នេះទោះបីជាសត្វនេះមិនមែនជាប្រភេទបុរាណវាក៏មានកម្លាំងខ្លាំងជាងសត្វអាក្រក់ធម្មតាផ្សេងទៀតសំខាន់ជាងនេះសត្វនេះគ្រាន់តែជាដំណាក់កាលមួយចំហៀងពីការឈានដល់កម្រិតនិព្វាននៅពេលវាប្រឡូកឆ្ពោះទៅកាន់កម្រិតនិព្វានវាអាចអភិវឌ្ឍការយល់ដឹងខ្ពស់និងវាអាចដោះលែងពីរាងកាយអាក្រក់របស់វាបើមានឱកាសហ៊ីរាងកាយរបស់សត្វក្រពើអាក្រក់ដីពោពេញដោយអារម្មណ៍ឈាមហើយក្លិនឈាមធ្ងន់ធ្ងរបានចែកចាយពីរាងកាយរបស់វាភ្នែកក្រហមពីររបស់វាពោពេញដោយភាពអាក្រក់និងភាពឆ្លៀសនៅពេលវាប្រដាប់ក្បាលមេដែករបស់វាខ្យល់ក្រហមបានបំបែកចេញហើយបានបំបែកសត្វអាក្រក់ដែលមិនសំណាងនៅក្នុងភ្លើងរបស់វាបង្កើតភ្លៀងឈាមនៅលើមេឃខណៈពេលបង្ហាញពីភាពខ្លាំងនិងភាពអាក្រក់នៅពេលនេះលីនដុងបានឈប់នៅក្នុងជំហានរបស់គាត់កាន់កាំភ្លើងឆ្លាមក្រពើលីនដុងបានមើលទៅកាន់សត្វក្រពើអាក្រក់ដីដែលកំពុងមកដល់ដែលមានអារម្មណ៍អាក្រក់និងសម្ពាធនេះគឺជាលើកដំបូងដែលគាត់បានជួបប្រទះនឹងសត្វអាក្រក់ដ៏ខ្លាំងប្រៀបធៀបជាមួយសត្វក្រពើអាក្រក់ដីសត្វក្រពើបុរាណដែលគាត់បានជួបនៅក្នុងមហាអាណាចក្រយ៉ានគឺខ្សោយជាងនេះកម្រិតបង្ហាញខ្ពស់គឺគ្រាន់តែជាដំណាក់កាលមួយជំហានពីកម្រិតនិព្វានប្រសិនបើវាអាចយកជំហានចុងក្រោយនោះវានឹងផ្លាស់ប្ដូរទាំងស្រុងនិងក្លាយជាខ្លាំងបងនៅពេលដែលលីនដុងបានត្រៀមកាំភ្លើងរបស់គាត់សត្វក្រពើអាក្រក់ដីបានប្រញាប់ប្រញាល់មកកាន់គាត់ក្បាលមេដែកពីរដែលមានភាពខ្លាំងបានកាត់ចូលទៅកាន់កណ្ដាលរាងកាយរបស់លីនដុងប្រសិនបើលីនដុងត្រូវបានប៉ះដោយការវាយប្រហារដ៏ខ្លាំងនេះគាត់ប្រកាសជានឹងរងគ្រោះឌីងមុខមាត់នៃសត្វក្រពើអាក្រក់ដីដែលស្មើនឹងកម្រិតបង្ហាញខ្ពស់លីនដុងប្រកាសជាមិនអាចធ្វើឲ្យខ្លួនស្ងប់ស្ងាត់យ៉ាងឆាប់រហ័សក្បាលជើងរបស់គាត់បានដំណើរការប្រឡងដ៏ខ្ពស់នៃការធ្វើដំណើរនិងរាងកាយរបស់គាត់បានคล้ายជាអាកាសពណ៌បៃតងមួយហើយបានជិះវៀងក្បាលមេដែករបស់សត្វក្រពើបន្ទាប់មកជាមួយនឹងការប៉ះពាល់នៃកាំភ្លើងរបស់គាត់លីនដុងបានបាញ់ចេញពីរូបរាងកាំភ្លើងមួយដែលបានបញ្ចេញទៅកាន់ក្បាលមេដែកពីរដោយល្បឿនដូចភ្លើងនៅពេលដែលកាំភ្លើងនិងក្បាលមេដែកពីរបានតាក់ទងគ្នាសំឡេងខ្លាំងនិងច្បាស់បានបង្ហាញឡើងហើយភ្លើងបានបាញ់ចេញទៅគ្រប់ទិសថាមពលមួយដែលអាចមើលឃើញបានបង្ហូរនិងបំផ្លាញសត្វអាក្រក់ជាច្រើននៅជុំវិញឲ្យស្លាប់ថត់ក្រោមការប៉ះទង្គិចដ៏ខ្លាំងនេះលីនដុងត្រូវបានបង្ខំឲ្យថយក្រោយជាច្រើនជំហានកម្លាំងរបស់សត្វក្រពើអាក្រក់ដីមិនត្រឹមតែមាននៅកម្រិតបង្ហាញខ្ពស់ទេប៉ុន្តែវាអាចមានកម្រិតខ្ពស់ជាងនេះនៅក្រោមការប៉ះទង្គិចទោះបីជាលីនដុងដែលមានកម្លាំងនិងរាងកាយរឹងមាំក៏បានបង្ហាញសញ្ញានៃការមិនមានអត្ថប្រយោជន៍ហាវាជាការសំរុំសម្រាប់សត្វអាក្រក់ដ៏ខ្លាំងមួយទោះបីជាមានស្ថានភាពមិនសមរម្យភ្នែករបស់លីនដុងបានភ្លឺឡើងដោយក្តីស្រឡាញ់នៅពេលដែលគាត់បានជំហានមុខថាមពលយាននៅក្នុងរាងកាយរបស់គាត់បានចាប់ផ្ដើមរំខាននៅពេលនេះ
ทำโปรยีนในขนมเรียงกายระบบกวดมีนพีเริงมอมคลังหนึ่งจ้องปราปราสังเกรียมดอกอจานี้ดำใบสำหรับการประโลกโซเรียงกายระบบลินดงบานฮอเจงโดยจีกำเพลิงจึงระบบกวดบานดาเลออากาหนึ่งจีมวยหนึ่งมุกเงียดอกเฉลียวเฉลกวดบานประดับกำเพลิงชลามกระเปิดระบบกวดหนึ่งบังการเมกเป็นแต่ดอยรูปเรียงกำเพลิงแต่บานโจโจจีประหายเลอสักกระเปิดอักระใดในปีนี้ในขนมกรมสัตว์อักระดำบอลนี้ในการประยุทธ์บานคลายจีจำนวนกันดาในพเนกระบบมนุษย์กรุบนี้ในปีแต่ปูเกบานเคยลินดงเตอบ้านบังคอมอ่อยถอยกรอยดอยกาวีประหารระบบสัตว์กระเปิดอักระใดปูเกมันไอมันรวมคานบานเตสัตว์อักระดอกคลังมวยในกลุ่มรัดบังฮังปูคือประกอบเจียวไว้แต่กวดมันไอตรอมบานห่มตาวิจีสัตว์อักระได้ขมิ้นกาเกิดตากอดไอเกิดอัมปีกาเลิกเล่งสัตว์อักระดอกคลังมวยบานอย่างโดยไม่ได้ซิวหุ่งบานไซเนเปได้กอดโชเลิกกปูทโมหนึ่งมือเคยเอาโชนี่วิมันสำคัญเตประเสริฐบากอดสลับเอาไว้ได้สำคัญบ่มพดคือยื่งมันไออนุญาตเอาตรอบสมบัติประเลิงได้เตรบ้านบ่มพลายบรรทบมกเนเปได้กอดหนึ่งสัตว์อักระบานออกกำลังขย่มหนึ่งโจรุมสกรรมพิบหนึ่งสำหรับสัตว์อักระบรรทบมกขย่มหนึ่งตัวบานเครื่องกระเปืออักระหนึ่งยกกำเพลิงช่างระบบกอดผ่องได้บรอกน้องสำลีบ่มเปียปัวใบตองบ้านนิเยดอยมันมีอารมณ์ฮ่าวิหะโดยจีเนจุมนินลีจ้องเทอจีเนไตรขนมกาประยุทธ์นี้ตู้อย่างนาประเสริฐบาวิจีการในนี้เนกมซานปิมหานาจะยานไอมันไอตัวบานวิเตซิวหุ่งบานไซบรรทบปีบานหรือเปียระบบบรอกปัวใบตองปูเกมันไอตัวบานวิเตบรรทบมกยื่งนึ่งสำหรับปูเกวิจิกาประกันชอบสำหรับอาณาจักรโดยมินโดยปูเกมกตีนี้บรอกปัวใบตองบานเลงจิมวยเรียมได้ระบบกอดให้นิเยดอยสำเลงธรรมดาได้ปูเป็นดอยกาตโอนแต่เนเปปูเกกำปงนิเยดำบอนในการประยุทธ์ขนมกรมสัตว์อักระกำปงคลายจีอารมณ์กันแต่คลังหลังทำโปรยีนในขนมเรียงกายระบลินดงกำปงโฮไฮจีมวยหนังพิบอัดหมดเรียงกายดอกคลังลินดงเหมือนบานเทะโจโดยแต่มนุษย์เซงตีดบานรมปังเตเด้งเด้งเด้งเนเปได้สตงกำเพลิงบานโจเลเรียงกายในสัตว์กระเปืออักระใดเพลิงทมบานบังฮังคลูนเอากาปีระบบสัตว์กระเปืออักระใดมีนพิบเริงมอมกรุบกรอนดำใบกาปีปีกาวีประหารระบบเนจุมนิงกำรัดบังฮังปูตู้อย่างนากำเพลิงช่างกระเปือสเวนระบบลินดงมีนพิบกระลับคลังเปเนเปได้สตงกำเพลิงบานปากโกดาวระบุกำเพลิงจิจรานบานบังฮังเนเลเอากาปีระบบสัตว์กระเปืออักระโฮโดยซาแต่การชี้จับได้บ้านบังการลางเลเรียงกายแต่งมูสัตว์กระเปืออักระใดบานหาอย่างคังวีบานบากมอดระบบวีโดยคังไฮบ้านทำโปโปชิมได้มีนเคลื่อนอักระเตกันลินดงสรมอลปัวสลับปรามเนื้อมุกกาตปสู้อย่างเป็นเล่งปีศาจกระเปืออักระใดจึงระบลินดงบานจึงโจขนมเจ้านาดอสรัวให้สรมอลอักระปรามบ้านบังฮังคล้วนเนื้อปีกรอยกอดขนมระบืนพลือบรรทบมกจีมวยหนึ่งก้าบรรจังเนื้อขนมพเนกระบอกกอดกำเพลิงช่างกระเปือสเวนบานบานเจงปีได้ระบอกกอดโซเนื้อเป้ได้ทำโปโปชิมเตอบ้านบ่มใบเรียมได้ท่องโบราณมวยบ้านบังฮังคล้วนเนื้อขนมเมกจีมวยหนึ่งสัมเปียคลังเรียมได้โบราณบ้านโจปีเมกดอยระบืนพลือให้บ้านอย่างเฉลียวไวเลเรียงกายในสัตว์กระเปืออักระใดปังกาวีประหารนี้มีนพิบอักระจิงเกตบาเคนเรียงกายท่องระบบสัตว์กระเปืออักระใดเตอบ้านบังคอมเอาตรลบกรอยจิจรันจึงช่อได้บ้านมกจิมวยกาวีประหารบ้านบ่มพลายสัตว์อักระมวยจำนวนได้มันสำนักปัจเจกเตบังฮังกาวีประหารระบบลินดงบ้านบังการการจลาจรในเลจิงเจียงตีกรงขมิ้นโปรได้อจาบ่มพดขยมคลายทาปัจเจกเตบังฮังนี้ระบบกวดคือจีปัจเจกเตบังฮังกำเริดมัดชมวิจีเรื่องอจาได้เคยมนุษย์มันเนี่ยปีอาณาจักรโตมีนตรอบสมบัติประลังได้ดอกคลังนั่งปัจเจกเตบังฮังโดยนี้บรอกปัวใบตองบ้านพญาอัลให้บรรทบมกบ้านนิเยดอยมีนจำนับอารมณ์ปัจเจกเตบังฮังกำเริดมัดชมบรรทบปีบ้านหรือปีแต่งนี้เมื่อเคยในการจ้องบ้านบังฮังในขนมพเนกระบบซิวหุ่งกอดบ้านนิเยสรับโอเนจุมนินลีตู้ใบเนี่ยมีนปัจเจกเตบังฮังกำเริดนี้ผ่องได้บนใต้ประเสริฐบานเนี่ยไอมีนปัจเจกเตบังฮังมวยตีดสมรรถภาพประยุทธ์ระบบเนี่ยไอการล้างมวยกำเริดตีดยื่งมันไออนุญาตเอาขมิ้นนี้รถเจงปีนิเตเอาไว้ได้ขยมมีนในขนมพเนกระบบขยมธรรมดาคือจีระบบขยมบรอกปัวใบตองบานไซด์ได้มันมีนอารมณ์ขนมสำเลงระบบกอดวิหะโดยจีกำเพลิงช่างกระเปือสเวนหนึ่งเรียมได้ทมอาดของบางบานคลายจีระบบกอดหายเนื้อเป้ได้กอดกำปงนิเยพเนกระบบกอดบานโจแต่การดำบอลในการประยุทธ์ขนมกรมสัตว์อักระมันเริ่มแต่มีนการพยับเอาเต็กตุ้ยในขนมพเนกระบบกอดเตบนใต้มีนการใส่ซ้ำอย่างฉบับในเลอมกระบบกอดผ่องได้สัตว์อักระนี้หะโดยจีบังฮังสัญญาในการออกกำลังขมิ้นนี้หะโดยจีมีนสมรรถภาพกู้จับอารมณ์ตู้อย่างนาการเลี้ยงปีอาณาจักรโตโดยกอดมันมีนสัตว์ตัวบานเครื่องกระเปืออักระดอกคลังโดยนิเตปังในขนมกรมสัตว์อักระสัตว์กระเปืออักระได้บานสเตสเทลังเวงบรรทบปีเตอร์บ้านบังคอมเอาตรลบกรอยดอยลินดงเนมุกเวียมีนสนามเจริญหนึ่งเวงมวยบันทามปีนี้มีนสนามชื่อมวยจุ่มนูนบ้านบากลางในเลอเอากาปีดอเริงมอมได้ครุบดันดับดับบอลได้มีนคู่กบ้าระบอบเวียอย่างฉบับระบุแต่งนี้เตอร์บ้านบังการลางดอยเรียมได้โบราณดอกอักระระบอบลินดงบรรทบปีเตอร์บ้านระบุดอยลินดงดอกกำเริดนี้สัตว์กระเปืออักระได้มีนพิบขังคลังพเนกระบอบเวียบ้านพลือลางดอยพิบออฟอมหนึ่งพิบเฉลียวไว้โดยจีวีจ้องบ่มใบลินดงดอยกาบ้านระบอบเวียตู้อย่างนาลินดงเหมือนบ้านพยับเอาเนเปเคยสัญญาสลายหนึ่งข้างในขนมพเนกระบบสัตว์อักระนุเตกอดบ้านคลายเตอจีอมน้อยในปปใบตองขณะได้ทำโปรยีนในขนมเรียงกายระบบกอดบ้านกระดอกกำเริดได้วีกำปงชื่อนี้คือจีสัญญาในการประลองระบบกอดเตอร์กาเปิดประกอบในคริสตัลอักระในสัตว์อักระได้มีดำหนักกาบังฮังขปูนี้ดำใบบรรจบจุ่มเฮียนจงกรอยหนึ่งจุกใจขนมกาประลองดำหนักกาบังฮังขปูเตรียมคลุ้นสำหรับการสลับ
រាងកាយរបស់លីនដុងបានបង្ហាញនៅលើសត្វក្រពើអាក្រក់ដីជាមួយនឹងការលោតនៃគំនិតរបស់គាត់ធម្មពលផ្លូវចិត្តដែលលោកក្រើកបានប្រមូលនៅលើឈុតឆាកឆ្អឹងនឹងคล้ายទៅជាអំណោយដែលបង្វិលជុំវិញឈុតឆាកដូចជាអាងទឹកធម្មពលទាញយ៉ាងខ្លាំងបានចាប់ផ្ដើមបន្តផ្ទាល់ជាមួយនឹងការលោតនៃឈុតឆាកបានចាក់ដោយល្បឿនភ្លើងទៅទីដៅនៃខួរក្បាលរបស់សត្វក្រពើអាក្រក់ដីជាមួយនឹងសូរ៉ូដល់សូរ៉ូប្រសិនបើឈុតឆាកអាចចាក់គោលដៅរបស់វាបានធម្មពលផ្លូវចិត្តដែលខឹងនឹងចូលទៅក្នុងរាងកាយរបស់សត្វក្រពើអាក្រក់ដីនិងបំផ្លាញបញ្ញារបស់វាទោះយ៉ាងណានៅពេលដែលឈុតឆាករបស់លីនដុងកំពុងតែចាក់ទៅលើរបួសរបស់សត្វក្រពើអាក្រក់ដីខ្យល់ខ្លាំងមួយបានបក់ឡើងពីក្រោយគាត់សូរ៉ូត្រង់នេះបានលឺនៅលើត្រចៀករបស់គាត់ដូច្នេះអ្នកគឺជាលីនដុងមែនទេនៅពេលនេះអ្នកបានចូលរួមយ៉ាងខ្លាំងក្នុងការពារទីក្រុងហើយខ្ញុំនឹងផ្ដល់រង្វាន់ឲ្យអ្នកសម្រាប់វាទោះយ៉ាងណាខ្ញុំនឹងជាអ្នកគ្រប់គ្រងក្នុងការប្រឈមមុខនឹងសត្វអាក្រក់នេះឥឡូវនេះនៅពេលដែលបានស្ដាប់សូរ៉ូត្រង់នេះភ្នែករបស់លីនដុងបានក្រើកដោយភាពអាក្រក់